ភាពរឹងមាំផ្លូវចិត្តគន្លឹះនៃភាពជោគជ័យមនុស្សភាគច្រើនរវល់តែរត់តាមរកពន្លឺពីខាងក្រៅរហូតភ្លេចថាពន្លឺតែខ្លាំងបំផុតគឺស្ថិតនៅក្នុងខ្លួនពួកគេចងចាំថាភាពជោគជ័យមិនចាប់ផ្ដើមពីខាងក្រៅទេវាចាប់ផ្ដើមពីចិត្តរឹងមាំនៅខាងក្នុងអ្នកនៅពេលដែលអ្នកមានគ្រឹះនៃចិត្តដែលរឹងមាំគ្មានព្យុះសង្ហានៃបញ្ហាណាមកបំបាក់អ្នកបានឡើយចូលធ្វើជាម្ចាស់លើវិញ្ញាណខ្លួនឯងមុននឹងចង់ធ្វើជាម្ចាស់លើជោគវាសនាឈប់រងចាំឲ្យពិភពលោកផ្ដល់ឱកាសឲ្យអ្នកទៅព្រោះភាពជោគជ័យមិនចាប់ផ្ដើមពីខាងក្រៅទេវាចាប់ផ្ដើមពីចិត្តរឹងមាំនៅខាងក្នុងអ្នកបើចិត្តអ្នកមិនតន់ឈ្នះខ្លួនឯងផងតែអ្នកសង្ឃឹមថានឹងទៅឈ្នះពិភពលោកដោយរបៀបណាសាងសង់ចិត្តឲ្យរឹងដូចដៃថែបរត់ចាំមើលជោគជ័យរត់តាមអ្នកវិញជំពូកទី1គ្រប់គ្រងគំនិតរបស់អ្នកនៅក្នុងដំណើរកម្សាន្តនៃជីវិតឆ្ពោះទៅរកភាពជោគជ័យចំណុចចាប់ផ្ដើមដែលសំខាន់បំផុតមិនមែនជាដើមទុនមិនមែនជាចំណេះដឹងពីសាលាហើយក៏មិនមែនជាសំណាងនោះដែរប៉ុន្តែវាគឺជាសមត្ថភាពក្នុងការគ្រប់គ្រងពិភពខាងក្នុងរបស់អ្នកពោលគឺការគ្រប់គ្រងគំនិតដែលកំពុងអណ្ដែតនៅក្នុងខួរក្បាលរបស់អ្នកជារៀងរាល់វិនាទីព្រោះថាគំនិតគឺជាក្របពូជនៃសកម្មភាពហើយសកម្មភាពគឺជាអ្នកកំណត់លទ្ធផលនៃជីវិតដែលអ្នកកំពុងទទួលបាននៅពេលនេះមនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតដើម្បីព្យាយាមផ្លាស់ប្ដូរពិភពខាងក្រៅព្យាយាមផ្លាស់ប្ដូរអ្នកដទៃឬបន្ទោសព្រំលិខិតប៉ុន្តែពួកគេភ្លេចថាអំណាចដ៏ពិតប្រាកដស្ថិតនៅក្នុងរបៀបដែលយើងបកស្រាយព្រឹត្តិការណ៍នីមួយៗតាមរយៈគំនិតរបស់យើងបើអ្នកចង់មានផ្លូវចិត្តរឹងមាំអ្នកត្រូវតែរៀនធ្វើជាម្ចាស់បញ្ជាតាលើគំនិតខ្លួនឯងមិនមែនបណ្ដោយឲ្យគំនិតអវិជ្ជមានធ្វើជាម្ចាស់លើអ្នកនោះទេជារៀងរាល់ថ្ងៃមានគំនិតរាប់ម៉ឺនដែលរត់កាត់ខួរក្បាលរបស់យើងហើយប្រសិនបើក្នុងចំណោមគំនិតទាំងនោះមានតែភាពភ័យខ្លាចការសង្ស័យនិងការមើលងាយខ្លួនឯងវានឹងក្លាយជាច្រវាក់ដែលចងជើងញាក់មិនឲ្យដើរទៅមុខរួចដូច្នេះការគ្រប់គ្រងគំនិតចាប់ផ្ដើមពីការមានសតិដឹងខ្លួនគឺត្រូវដឹងថាពេលណាដែលចិត្តរបស់អ្នកកំពុងតែនាំអ្នកទៅរកផ្លូវអវិជ្ជមានហើយអ្នកត្រូវមានភាពក្លាហានក្នុងការនិយាយថាឈប់រួចបដូរទិសដៅវាភ្លាមៗទៅរកដំណោះស្រាយវិញមនុស្សដែលជោគជ័យមិនមែនជាមនុស្សដែលមិនមានគំនិតអវិជ្ជមាននោះទេប៉ុន្តែជាមនុស្សដែលមិនអនុញ្ញាតឲ្យគំនិតទាំងនោះស្ថិតនៅក្នុងខួរក្បាលយូរពេករហូតដល់វាបង្កើតជាអារម្មណ៍បាក់ទឹកចិត្តអ្នកត្រូវយល់ថាចិត្តរបស់អ្នកប្រៀបដូចជាសួនច្បារបើអ្នកមិនដាំផ្កាទេស្មៅនឹងដុះពេញជាមិនខានដូច្នេះអ្នកត្រូវតែជ្រើសរើសពាក្យពេចន៍ដែលអ្នកនិយាយជាមួយខ្លួនឯងរាល់ថ្ងៃឲ្យបានល្អបំផុតព្រោះសម្ដីដែលអ្នកនិយាយទៅកាន់ខ្លួនឯងមានឥទ្ធិពលខ្លាំងជាងសម្ដីដែលអ្នកដទៃនិយាយមកកាន់អ្នករាប់ពាន់ដងនៅពេលដែលអ្នកអាចគ្រប់គ្រងគំនិតបានអ្នកនឹងមានសន្តិភាពក្នុងចិត្តហើយសន្តិភាពនេះហើយគឺជាគ្រឹះនៃភាពរឹងមាំដែលធ្វើឲ្យអ្នកមិនងាយរងងួរនៅចំពោះបញ្ហាធំៗក្នុងជីវិតមិនថាពិភពលោកខាងក្រៅច្របូរច្របល់យ៉ាងណាបើចិត្តរបស់អ្នកនៅតែមានសណ្ដាប់ធ្នាប់នឹងការគ្រប់គ្រងអ្នកនឹងតែងតែរកផ្លូវចេញជានិមិត្តព្រោះភាពជោគជ័យពិតប្រាកដចាប់ផ្ដើមចេញពីជ័យជំនះលើខ្លួនឯងនិងការចេះបង្វិលគំនិតឲ្យคล้ายជាកម្លាំងរុញច្រានជាហើយជាការទាញទម្លាក់ខ្លួនឯងឲ្យធ្លាក់ចុះរណ្ដៅនៃភាពបរាជ័យដែលមិនចេះចប់មិនចេះហើយជំពូកទី2គិតវិជ្ជមានការគិតវិជ្ជមានមិនមែនមានន័យថាជាការបិទភ្នែកមិនមើលការពិតឬការរស់នៅក្នុងពិភពសបិនដែលគ្មានបញ្ហានោះទេប៉ុន្តែវាគឺជាសមត្ថភាពដ៏អស្ចារ្យក្នុងការជ្រើសរើសយកមុំមើលមួយដែលផ្ដោតអំណោយឲ្យអ្នកអាចបន្តដំណើរទៅមុខទៀតបានទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយព្រោះថាថាមពលនៃការគិតគឺជាថាមពលដែលបង្កើតនូវរំញ័រនៅក្នុងចិត្តប្រសិនបើអ្នកចិញ្ចឹមចិត្តដោយការគិតអវិជ្ជមាននោះអ្នកកំពុងតែបំពុលខ្លួនឯងដោយភាពភ័យខ្លាចនិងការអស់សង្ឃឹមដែលវានឹងធ្វើឲ្យកម្លាំងផ្លូវចិត្តរបស់អ្នកចុះខ្សោយជាលំដាប់រហូតដល់អ្នកបាត់បង់សមត្ថភាពក្នុងការមើលឃើញឱកាសដែលនៅជុំវិញខ្លួនផ្ទុយទៅវិញការគិតវិជ្ជមានគឺជាការសាងសង់គ្រឹះដ៏រឹងមាំសម្រាប់ផ្លូវចិត្តព្រោះវានឹងបណ្ដុះនូវក្តីសង្ឃឹមនិងភាពជឿជាក់ថាគ្រប់បញ្ហាទាំងអស់សុទ្ធតែមានច្រកចេញហើយគ្រប់ឧបសគ្គគឺជាមេរៀនដែលមកជួយពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែខ្លាំងជាងមុនការគិតវិជ្ជមានប្រៀបដូចជាពន្លឺដែលបំភ្លឺផ្លូវនៅក្នុងរាត្រីដ៏ងងឹតសូញសុងនៅពេលដែលអ្នកជួបបរាជ័យមនុស្សដែលគិតអវិជ្ជមាននឹងចាត់ទុកវាជាទីបញ្ចប់នៃក្តីស្រមៃប៉ុន្តែមនុស្សដែលគិតវិជ្ជមាននឹងចាត់ទុកវាជាការសាកល្បងនិងជាសញ្ញាប្រាប់ថាពួកគេត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីឲ្យបានល្អជាងមុននេះហើយគឺជាភាពខុសគ្នារវាងអ្នកដែលបោះបង់និងអ្នកដែលទទួលបានជោគជ័យដ៏អស្ចារ្យក្នុងជីវិតលើពីនេះទៅទៀត
ការគិតវិជ្ជមានឥទ្ធិពលទៅលើសុខភាពរាងកាយនិងប្រព័ន្ធប្រសាទរបស់អ្នកយ៉ាងខ្លាំងព្រោះនៅពេលដែលអ្នកមានចិត្តរីករាយនិងមានសតិធិនិយមខួរក្បាលរបស់អ្នកនឹងបញ្ចេញសារធាតុដែលជួយឲ្យអ្នកមានការផ្ដោតអារម្មណ៍ខ្ពស់មានភាពច្នៃប្រឌិតនិងមានថាមពលក្នុងការធ្វើការងារបានយូរជាងមុនដោយមិនងាយហត់នឿយអ្នកត្រូវយល់ថាពិភពលោកខាងក្រៅគឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកប៉ុណ្ណោះបើចិត្តរបស់អ្នកពោពេញដោយភាពវិជ្ជមានអ្នកនឹងឃើញពិភពលោកនេះពោពេញដោយលទ្ធភាពនិងភាពស្រស់ស្អាតទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងក៏ដោយដូច្នេះការវឹកហាត់ចិត្តឲ្យគិតវិជ្ជមានគឺជាការវិនិយោគដែលចំណេញបំផុតសម្រាប់ជីវិតព្រោះវាមិនត្រឹមតែជួយឲ្យអ្នកទទួលបានជោគជ័យក្នុងអាជីពការងារប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យអ្នកមានសុភមង្គលក្នុងទំនាក់ទំនងនិងមានសន្តិភាពក្នុងព្រលឹងជឿនិរន្តរ៍ផងដែរគ្មាននរណាម្នាក់អាចយកឈ្នះមនុស្សដែលមានចិត្តវិជ្ជមានបានឡើយព្រោះទោះបីជាពិភពលោកព្យាយាមទាញពួកគេឲ្យធ្លាក់ចុះយ៉ាងណាក៏ពួកគេនៅតែអាចរកឃើញមូលហេតុដើម្បីញញឹមនិងងើបឈរឡើងវិញដោយក្តីសង្ឃឹមជានិច្ចជំពូកទី3កំណត់គោលដៅច្បាស់នៅក្នុងដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យកត្តាដែលបែងចែករវាងមនុស្សដែលជោគជ័យនិងមនុស្សដែលគ្រាន់តែដើរវិលវល់មិនទៅណាមកណាគឺកម្រិតនៃភាពច្បាស់លាស់នៃគោលដៅរបស់ពួកគេព្រោះថាការមានទិសដៅច្បាស់លាស់មិនត្រឹមតែជាការកំណត់ថាតើអ្នកចង់បានអ្វីនោះទេប៉ុន្តែវាគឺជាការសាងសង់នៅគ្រឹះនៃភាពរឹងមាំផ្លូវចិត្តដែលមិនអាចរង្គោះរង្គើបានឡើយនៅពេលដែលអ្នកមានគោលដៅច្បាស់លាស់វានឹងក្លាយជាពន្លឺបំភ្លឺផ្លូវដែលជួយឲ្យអ្នកមើលឃើញបានឆ្ងាយជាងឧបសគ្គដែលនៅចំពោះមុខហើយវាក៏ជាថ្នាំបំបត្តិភាពភ័យខ្លាចនិងភាពសង្ស័យដែលតែងតែលងបន្លាចអ្នកនៅពេលជួបការលំបាកមនុស្សដែលគ្មានគោលដៅច្បាស់លាស់ប្រៀបដូចជាកប៉ាល់ដែលអណ្ដែតកណ្ដាលមហាសមុទ្រដោយគ្មានត្រីវិស័យទោះបីជាពួកគេខំប្រឹងចែវយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនអាចទៅដល់ច្រាំងបានឡើយហើយការខំប្រឹងដែលគ្មានលទ្ធផលនេះហើយគឺជាមូលហេតុចម្ងាយដែលធ្វើឲ្យផ្លូវចិត្តចុះខ្សោយនិងបាក់ទឹកចិត្តជាទីបំផុតផ្ទុយទៅវិញនៅពេលដែលអ្នកដឹងច្បាស់ថាអ្នកកំពុងធ្វើអ្វីដើម្បីអ្វីនិងចង់ទៅដល់ចំណុចណានោះខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមរៀបចំប្រព័ន្ធការពារផ្លូវចិត្តដោយស្វ័យប្រវត្តិដែលធ្វើឲ្យអ្នកមានភាពធន់នឹងសម្ពាធពីខាងក្រៅនិងការរិះគន់ពីអ្នកដទៃគោលដៅដែលច្បាស់លាស់នឹងជួយឲ្យអ្នកចេះបដិសេធលើរឿងរ៉ាវដែលមិនចាំបាច់និងការរំខានដែលធ្វើឲ្យអ្នកខាតបង់ពេលវេលាព្រោះអ្នកដឹងថាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នកត្រូវយល់ថាភាពរឹងមាំផ្លូវចិត្តមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាត្រូវការគោលដៅដែលរឹងមាំជាបង្អែកដូច្នេះការកំណត់គោលដៅត្រូវតែធ្វើឡើងដោយភាពហ្មត់ចត់មិនមែនគ្រាន់តែជាការចង់បាននោះទេប៉ុន្តែគឺជាការសន្យាជាមួយខ្លួនឯងថាទោះខ្លងតម្លៃណាក៏ដោយអ្នកត្រូវតែទៅឲ្យដល់គោលដៅនោះកាលណាគោលដៅកាន់តែច្បាស់ភាពស្ទាក់ស្ទើរនឹងរលាយបាត់ទៅហើយជំនួសមកនៃសកម្មភាពដ៏មានថាមពលនិងការផ្ដោតអារម្មណ៍ដែលមុតស្រួចដូចផ្លែដាវនេះហើយគឺជាគន្លឹះដែលធ្វើឲ្យអ្នកមានអំណាចលើវាសនារបស់ខ្លួនឯងព្រោះអ្នកមិនមែនរស់នៅតាមយថាកម្មនោះទេប៉ុន្តែអ្នកកំពុងរស់នៅតាមផែនការដែលអ្នកបានកំណត់ទុកយ៉ាងច្បាស់លាស់គ្មានព្យុះណាអាចបង្វែរទិលបាវរបស់មនុស្សដែលដឹងថាខ្លួនត្រូវទៅទីណាបានឡើយហើយភាពរឹងមាំដែលកើតចេញពីភាពច្បាស់លាស់នេះហើយគឺជាកម្លាំងរុញច្រានដ៏អស្ចារ្យបំផុតដែលនាំអ្នកទៅកាន់កំពូលនៃភាពជោគជ័យដែលមនុស្សទូទៅបានត្រឹមតែស្រមៃចង់បានតែប៉ុណ្ណោះជំពូកទី4មិនបោះបង់ងាយងាយនៅក្នុងវិថីឆ្ពោះទៅរកភាពជោគជ័យដ៏ខ្ពង់ខ្ពស់អ្វីដែលបែងចែកយ៉ាងច្បាស់រវាងអ្នកដែលទទួលបានមេដាយជ័យជំនះនិងអ្នកដែលបាត់ខ្លួនពាសកណ្ដាលផ្លូវគឺសមត្ថភាពក្នុងការមិនបោះបង់ងាយងាយឬដែលយើងហៅថាភាពធន់នៃចិត្តព្រោះថាឧបសគ្គមិនមែនជារបងដែលមកបិទផ្លូវអ្នកទេប៉ុន្តែវាគឺជាការសាកល្បងថាតើអ្នកពិតជាចង់បានគោលដៅនោះកម្រិតណានៅពេលដែលអ្នកជួបនឹងការលំបាកខ្លាំងខួរក្បាលរបស់អ្នកនឹងព្យាយាមបញ្ចុះបញ្ចោយឲ្យអ្នកឈប់ដើម្បីឲ្យអ្នកត្រឡប់ទៅរកភាពងាយស្រួលវិញប៉ុន្តែនេះហើយគឺជាចំណុចរបត់ដ៏សំខាន់ដែលអ្នកត្រូវបង្ហាញពីភាពរឹងមាំផ្លូវចិត្តពិតប្រាកដភាពធន់ប្រៀបដូចជាសាច់ដុំដែលកាន់តែហាត់កាន់តែខ្លាំងបើអ្នកមិនធ្លាប់ឆ្លងកាត់ការឈឺចាប់អ្នកក៏មិនអាចមានភាពរឹងមាំបានដែរគ្មានបុគ្គលជោគជ័យណាម្នាក់នៅក្នុងលោកដែលមិនធ្លាប់ដួលនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេអស្ចារ្យគឺពួកគេជ្រើសរើសការងើបឈរវិញជានិច្ចទោះបីជាត្រូវឈឺចាប់ឬហត់នឿយយ៉ាងណាក៏ដោយការបោះបង់គឺជាផ្លូវដែលងាយស្រួលបំផុតប៉ុន្តែវាក៏ជាផ្លូវដែលនាំទៅរកការស្ដាយក្រោយពេញមួយជីវិតផងដែរអ្នកត្រូវចាំថាភាពបរាជ័យពិតប្រាកដមិនមែនជាការដួលនោះទេប៉ុន្តែគឺជាការសម្រេចចិត្តថាមិនក្រោកឈរឡើងវិញនៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់ចូលរំលឹកខ្លួនឯងអំពីមូលហេតុដែលអ្នកបានចាប់ផ្ដើមហើយចូលប្រាប់ខ្លួនឯងថា
ใจจุ่มยะคือเนยจำงายแต่มู่จุ่มเฮียนเตียดปนเนาะเพียบรำรวมเพลาเจ็ดหนึ่งการล่างเนเป็ดแต่แน่เฮียนนิเยแต่การครวนไอท้าเคลียมไอหนึ่งฮอตเคลียมไอหนึ่งยมปนแต่เคียมหนึ่งมันชบจะได้ขาดเพราะถ้าเพียบโจกใจมันแม่นจีรงวันสำหรับมนุ่มได้ฉลาดบำพดหรือเมียนสำนางบำพดนุเตปนตายวิจีรงวันสำหรับมนุ่มได้เจสู้ตรวมบำพดมนุ่มได้เฮียนดาวกัดพิจุเพลียงดอยมันราแรกหนึ่งมนุ่มได้จัดตกกรุบกายชื่อจับจีกำลังรุนจรานชโปตัวรอกเพียบรงเรืองโดยเฉพาะโจกงอนุญาตอ่อยแก้ปราจัยบนดอกอักษรมกบ่มบะสมาระได้ระบอเนะบางไลปลุกโรลกายคัดคำเปล่งแปลงระบอเนะหนึ่งมันอัดประโยชน์เตะบ่เนะเนื้อแต่บรรทอด้าเติมมุกโดยกระไดเจือแจ๊กปีพบโลกหนึ่งจ้องจำเนะขนมเนียมจีเนะชนะได้มันเจ๊จอแจ้งหนึ่งปรุ่มลิขิตให้รอสลักสนามในเมเรียนได้เนะบานฉลองกัดเวียนหนึ่งคล้ายติจือเครื่องลำออดอเมียนดำลายบ่มพอดในทั้งไงได้เนะล้างดอกกำปูพนมในเจ๊จุ่มเนะจุ่มปุกตีแปลมมันอ้อยปราใจบ่มพลายแนะในขนมโลกนี้ขมิ้นเพลาชปูตัวรอกเพบรงเรืองน้าได้เรียบจำล้างดอยกำราปรมกระห้อมหนึ่งพกากุลาบระโหดดาวตีบรรจอบนูตีปันตายเวียคือจีวิไทยแดดโปปิงดอยรุนดาวในเพปราใจหนึ่งกาสะละบองได้มันแจ๊จอบมันแจ๊หายเอาไว้ได้สำคัญบ่มพดมันแมนจีกาแดดเนี่ยมันทลอบดวลนูตีปันตายเต้าเนี่ยอนุญาตอ่อยกาดวลนุ่มมอกำนัดเวียสนาระบ่แนกหรือก็เนี่ยปราเวียจีชนอนดับใบฮอกอ่อยบานขผู้จิงมุนเพียบเขาคเนียระเวียงเนี่ยชนะหนึ่งเนี่ยจังคือสถิตในเลือมุมเมื่อจำปูเปียกท่าปราใจมนุษย์เพียกชรานเมื่อคืนปราใจคือจีจุนเจียงแด่บึดเพลยหนึ่งจีสัญญาปรับอ่อยโปเกบอกบองเจ้าก็ได้สระใหม่ปันตายมนุษย์แด่เมียนเพลยจัดรึงม้อมเมื่อคืนปราใจคือจีครูบ่งเรียนดอกเมียนนำไลบ่มพดได้มันเมียนศาลานามวยไอ้บ่งเรียนบานเลยกรุบกำหอมแด่เนะบานฟื้คือจีตินในดอกสำคัญแด่ปรับเนะท้าวิธีซักนี้มันดากาเตให้เวียบังคอมไอเนะเตอแต่ชนัยประดัดหนึ่งสไปรกเพลาทำไมแด่ละอ้อจิงมุนก็บันดอยไอเปียกสำเดริกุลหรือก่อกาเมืองเย่ไปเนะดอเตยเหนือไปเนะขอบำน้องมอบบำพลายตำไลตอนคล้วนระบาดเนะไอซอโปรปราใจคือชื่อปฏิกามวยเวียมันแม่นจีอัตสัญญาณระบาดเนะเลยเนะไอหนึ่งปราใจขนมไก่กาเงี้ยปันไตเนะมันแม่นจีมนุษย์ปราใจนุเตดารับหน้าเนะเนื้อแต่เมียนดองห้ามหนึ่งเมียนชันแตะขนมการเรียนโซดพี่กำหอกนุเนะกำปุงแต่คึดจิตตรกพีบโจกใจมั่วจุ่มเฮียนเตียไทยการแด่เนี่ยคลายปราใจคลางเป๊กวีหนึ่งทื่อไอเนี่ยมันเฮียนซากละบ้องเอาไว้แด่ทำไมหายการมันเฮียนซากละบ้องคือชื่อปราใจดอทุ่มบ่มพดในขนมชีวิตมนุษย์แด่ตัวบานโจกใจออฟชาบ่มพดในเลือปีพบโลกสดแต่ชื่อมนุษย์แด่ทลบฉลองกัดกาปาดิแซดหนึ่งกาเคาะบ่มน้องรอบเหมือนปันแต่เอาไว้แด่ทื่อไอพวกเกคลายจีวีระบรอคือการแด่พวกเกแจ้งบ่มแพลงกาชื่อจับอ่อยคลายเจกำลังจัดหนึ่งบ่มแพลงเพียบอำมะอ่อยคลายเจเพียบอำนอดเพียเยี่ยมเนะเตยจามทากรอบปูดแดนหนึ่งคล้ายตัวเจดามชื่อทมเตยแต่รองสัมเปียดปีได้หนึ่งเพียบงงเงึดจีมุนซึ้นเติบเวียไอดอกปุ่นโลกเช่นหมอกขึ้นปุ่นลื้อแปรอัติดบานโดยชนะโจตัวยอกาบราเจยโดยสนามอยู่ย่ำหนึ่งเจ็ดแด่บางตุเลียรถซัวเคลื่อนไอทาเต้าเมเรียนเอาไว้แด่เคียมไอเรียนบ้านปีจำนวนนี้การนาเนเรียนกันแต่จรานปีกาบราเจยแง่หนึ่งกันแต่เมียนปรัชญาหนึ่งเพียบไว้ฉลาดกนองการสำไรจิตเนียเป้ลอนาคตให้ในทั้งไงได้เนะโจกใจเรื่องราวในเพียบปราใจแต่งี้ไอ้ได้จีเรื่องราวดอกเมียนโมตนะเพียบบำพดได้เนะหนึ่งเต้าหนีเตียนปรับปีพบโลกเพียบเรื่องมอมปัดประกอบเหมือนแมนจีกาเหมือนได้แจ้งเล่าปันใต้คือจีกาได้ไอ้เงือบชอลางวิ่งโดยเพียบอองไอ้หนึ่งเมียนจำแนะดังเจียวจีแดจึงมุนบรรตัวปีเตอร์บางเวียสนาเบาตึบหนึ่งใดจุ่มปุกตีประมุยกรุบกรองอารมณ์หนึ่งขนมปีพุกโลกแด่โป้เป่งโดยเพียบเบิกวอหนึ่งสัมเพียดปีครบติสตีสมรรถเพียรหนึ่งขนมกากรุบกรองอารมณ์คือจีอาวุธดอกเมียนอนุเพียบบำพดแด่ช่วยไอเนไอรักษาลมหนึ่งชีวิตหนึ่งเทื่อการสำเร็จจัดบานอย่างเต็มตรือบำพดปรูธาอารมณ์คือจีกำลังแดงเงี้ยหนึ่งรมเจียบรมจูลหนึ่งมันสะเทิดสะเทประสันบาแนอนุญาตออยอารมณ์ชนะเลยแฮดพอลแนหนึ่งคลายจะเจียเตี้ยสกอในการละเทศะหนึ่งปีกสำได้ระบาแนดเตยจนิกพีบเรื่องมวมเพลวจัดพืชประกอบมันแมนจิกาบำเบิดอารมณ์มันอ่อยชื่อจับหรือมันอ่อยคังนุเตปันท้ายวีคือเจียสมัตพีบในโครงการสังเกตเมื่ออารมณ์แต่งหนูดาวสเตย์หนึ่งการมันประยับประยาวปฏิกรรมตอบต่อเวงเพลียมในเปรย์แดงยักมีนจัดสงบเนี่ยหนึ่งมีนสมัตพีบเมื่อเคลื่อนการเปิดฉบับเชียงมุนเปรียบโดยจีพเตยตึกแดสงบโรงไอฉลาะบรรจางรูปเพียบเมฆหนึ่งดามเชื้อบานอย่างฉบับหล่อตุ้ยตัววิ่งประสันบาจัดระบาเนี่ยกำปงแต่มีนพิจุในกำหังเพียบจระแนนหรือเพียบไพคลายบอกเบาคลังโนรอการสำหรับจัดระบาเนี่ยหนึ่งมีนพีบลมเอียงหนึ่งคอสกงได้น้อมแต่รอการได้กรอยเนื้อเปลกรอยมนุษย์ได้โจกใจอ้อจ้าบ่มพอดคือจีมนุษย์ได้แจ้รักษาเพียบสงับสงิมเนื้อจำปัวมุกปัญหาถมปัวเกยโยลทากาตอบต่อรอยอารมณ์กระไดกระหายมันแมนเจดำนอสายเตใต้วีคือจีกาบ่มแถมสร้างเรือเพลิงเตวิน
ការគ្រប់គ្រងអារម្មណ៍ចាប់ផ្ដើមពីការចែកដកដង្ហើមវែងៗនិងការផ្ដល់ពេលវេលាឲ្យខ្លួនឯងបានគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងហើបមាត់និយាយឬធ្វើសកម្មភាពអ្វីមួយនៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍បានអ្នកនឹងមានអំណាចលើខ្លួនឯងហើយនៅពេលដែលអ្នកមានអំណាចលើខ្លួនឯងអ្នកនឹងមិនងាយរងោះរង្គឺដោយសារតែការរិះគន់ឬការបង្កែកបង្ខូចពីអ្នកដទៃឡើយភាពស្ងប់ស្ងៀមគឺជាកម្លាំងដែលស្ងាត់ស្ងៀមតែមានឥទ្ធិពលខ្លាំងបំផុតព្រោះវាអនុញ្ញាតឲ្យប្រាជ្ញារបស់អ្នកដំណើរការបានពេញលេញនិងជួយឲ្យអ្នករកឃើញច្រកចេញក្នុងស្ថានភាពដែលមនុស្សទូទៅមើលឃើញតែភាពងងឹតសូន្យសងចូលចងចាំថាចិត្តដែលស្ងប់គឺជាចិត្តដែលរឹងមាំបំផុតហើយការសម្រេចចិត្តដែលចេញពីចិត្តស្ងប់គឺជាការសម្រេចចិត្តដែលនាំអ្នកទៅរកភាពជោគជ័យប្រកបដោយនិរន្តរភាពនិងសេចក្តីថ្លៃថ្នូរពិតប្រាកដគ្មាននរណាម្នាក់អាចបំបាក់ស្មារតីរបស់មនុស្សដែលចេះគ្រប់គ្រងពិភពខាងក្នុងរបស់ខ្លួនបានឡើយព្រោះពួកគេដឹងថាទោះបីជាពិភពខាងក្រៅមានព្យុះភ្លៀងយ៉ាងណាក៏ដោយដរាបណាផ្ទៃក្នុងនៅតែមានសន្តិភាពពួកគេនឹងតែងតែអាចរកឃើញផ្លូវដ៏ត្រឹមត្រូវជានិច្ចជំពូកទី7សម្រេចចិត្តដោយហេតុផលនៅក្នុងពិភពលោកដែលដើរលឿនដោយសពថ្ងៃនេះមនុស្សភាគច្រើនតែងតែធ្លាក់ក្នុងអន្ទាក់នៃការសម្រេចចិត្តតាមអារម្មណ៍ភ្លាមឬតាមសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួនដែលវាតែងតែនាំមកនូវការស្ដាយក្រោយនៅពេលក្រោយជានិច្ចប៉ុន្តែសម្រាប់បុគ្គលដែលមានផ្លូវចិត្តរឹងមាំនិងមានគោលដៅច្បាស់លាស់ពួកគេយល់ថាការសម្រេចចិត្តនីមួយៗគឺជាការសាងសង់ជោគវាសនារបស់ខ្លួនឯងដូច្នេះពួកគេតែងតែប្រើប្រាស់ហេតុផលជាត្រីវិស័យមុននឹងបោះជំហានធ្វើសកម្មភាពអ្វីមួយការចេះគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមិនមែនជាការភ័យខ្លាចឬភាពយឺតយ៉ាវនោះទេប៉ុន្តែវាគឺជាការបង្ហាញពីភាពចាស់ទុំនៃបញ្ញានិងការទទួលខុសត្រូវចំពោះលទ្ធផលដែលនឹងកើតមានឡើងក្នុងអនាគតការសម្រេចចិត្តដោយហេតុផលតម្រូវឲ្យអ្នកចេះបំបីខ្លួនចេញពីអារម្មណ៍ឆេវឆាវអារម្មណ៍ភ័យខ្លាចឬសេចក្តីលោភលន់លួចពេលហើយសួរខ្លួនឯងថាតើសកម្មភាពដែលខ្ញុំហ៊ាននឹងធ្វើនេះវាស្របតាមគោលការណ៍ជីវិតរបស់ខ្ញុំដែរឬទេហើយតើវានឹងផ្ដល់ផលប៉ះពាល់យ៉ាងណាខ្លះក្នុងរយៈពេលវែងមនុស្សដែលជោគជ័យមិនអនុញ្ញាតឲ្យកាលៈទេសកៈមកបង្ខំឲ្យពួកគេធ្វើអ្វីដែលមិនសមស្របនឹងតក្កវិជ្ជានោះឡើយព្រោះពួកគេដឹងថាពាក្យសម្ដីដែលនិយាយចេញទៅហើយឬសកម្មភាពដែលបានធ្វើរួចហើយមិនអាចដកថយមកវិញបានទេការចេះផ្អែកដើម្បីគិតគឺជាកម្លាំងអំណាចដ៏អស្ចារ្យដែលជួយឲ្យអ្នកជៀសផុតពីគ្រោះថ្នាក់និងការខាតបង់ដែលមិនចាំបាច់នៅក្នុងសមរភូមិជីវិតអ្នកដែលចេះគ្រប់គ្រងចិត្តឲ្យគិតមុនគូគឺជាអ្នកដែលកាន់កាប់ប្រៀបឈ្នះជានិច្ចព្រោះពួកគេធ្វើសកម្មភាពដោយផ្អែកលើទិន្នន័យនិងការពិតមិនមែនផ្អែកលើការស្មានឬការរំភើបមួយខណៈនោះទេអ្នកត្រូវវឹកហាត់ខ្លួនឯងឲ្យក្លាយជាមនុស្សដែលមិនងាយរងក់រង្គើដោយពាក្យសម្ដីញុកញង់ឬការបង្កែកបង្ខូចពីអ្នកដទៃដោយប្រើហេតុផលជាខែការពារហើយត្រូវចងចាំថាការសម្រេចចិត្តដ៏ល្អបំផុតគឺការសម្រេចចិត្តដែលធ្វើឡើងក្នុងពេលដែលចិត្តស្ងប់និងមានពន្លឺនៃបញ្ញាបំភ្លឺផ្លូវជានិច្ចកាលណាអ្នកកាន់តែមានហេតុផលអ្នកនឹងកាន់តែមានសេរីភាពពីការត្រួតត្រានៃអារម្មណ៍អវិជ្ជមានហើយវានឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំជីវិតខ្លួនឯងដ៏ពិតប្រាកដដែលមិនងាយនឹងដើរខកផ្លូវទោះបីជាស្ថិតក្នុងស្ថានភាពច្របូរច្របល់យ៉ាងណាក៏ដោយការគិតមុនគូគឺជាសញ្ញានៃអ្នកប្រាជ្ញនិងជាគ្រឹះនៃភាពជោគជ័យដែលរឹងមាំបំផុតដែលគ្មានអ្វីអាចមកបំផ្លាញបានឡើយជំពូកទី8បំលែងបញ្ហាជាឱកាសក្នុងដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យអ្វីដែលកំណត់ជោគវាសនារបស់មនុស្សម្នាក់មិនមែនស្ថិតនៅលើចំនួនបញ្ហាដែលគេបានជួបប្រទះនោះទេប៉ុន្តែវាស្ថិតនៅលើសមត្ថភាពក្នុងការបកស្រាយនិងការបំលែងបញ្ហាទាំងនោះឲ្យคล้ายទៅជាឱកាសមាសឱកាសប្រាក់សម្រាប់ខ្លួនឯងវិញព្រោះថាមនុស្សភាគច្រើននៅពេលជួបឧបសគ្គពួកគេតែងតែមើលឃើញតែភាពងងឹតសូន្យសងការបាក់ទឹកចិត្តនិងការត្អូញត្អែដែលវាកាន់តែធ្វើឲ្យបញ្ហានោះរីករាលដាលធំឡើងប៉ុន្តែសម្រាប់បុគ្គលដែលមានផ្លូវចិត្តរឹងមាំនិងមានបញ្ញាមុតស្រួតពួកគេយល់ច្បាស់ថាបញ្ហាគឺជាអំណោយដែលខ្ចប់ក្នុងក្រដាស់ដ៏អាក្រក់មើលតែប៉ុណ្ណោះគ្មានភាពជោគជ័យណាដែលកើតឡើងដោយគ្មានការដោះស្រាយបញ្ហានោះឡើយហើយរាល់បញ្ហាធំដែលអ្នកកំពុងជួបប្រទះនៅពេលនេះគឺជាសញ្ញាប្រាប់ថាអ្នកកំពុងតែឈានចូលដល់កម្រិតថ្មីនៃជីវិតដែលទាមទារឲ្យអ្នកមានសមត្ថភាពខ្ពស់ជាងមុនការបំលែងបញ្ហាជាឱកាសចាប់ផ្ដើមពីការផ្លាស់ប្ដូរសំណួរក្នុងចិត្តរបស់អ្នកជំនួសឲ្យការសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំចូលងាកមកសួរថាតើរឿងនេះចង់បង្រៀនអ្វីដល់ខ្ញុំ
ហើយតើខ្ញុំអាចប្រើប្រាស់ស្ថានភាពនេះដើម្បីរីកចម្រើនទៅមុខដោយរបៀបណាខ្លះនៅពេលដែលអ្នកមានផ្នត់គំនិតបែបនេះអ្នកនឹងឃើញថាគ្រប់វិបត្តិសុទ្ធតែមានច្រកចេញដ៏អស្ចារ្យលាក់ខ្លួននៅពីក្រោយជានិច្ចឧទាហរណ៍ប្រសិនបើអ្នកបាត់បង់ការងារវាគឺជាឱកាសដើម្បីឲ្យអ្នកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនដែលអ្នកធ្លាប់តែស្រមៃចង់ធ្វើប្រសិនបើអ្នកជួបការរិះគន់វាគឺជាឱកាសដើម្បីឲ្យអ្នកកែលម្អចំណុចខ្វះខាតឲ្យកាន់តែល្អឥតខ្ចោះជាងមុនអ្នកត្រូវដឹងថាខ្យល់ព្យុះមិនមែនមកដើម្បីបំផ្លាញដើមឈើឲ្យងាប់នោះទេប៉ុន្តែវាមានតួនាទីជួយជំរុះស្លឹកឈើដែលចាស់ៗនិងមែកឈើដែលពុកផុយចេញដើម្បីទុកកន្លែងឲ្យត្រួយខ្ចីដុះឡើងវិញយ៉ាងស្រស់បំព្រងដូច្នេះចូលទទួលយកបញ្ហាដោយក្តីសោមនស្សនិងភាពក្លាហានព្រោះកាលណាអ្នកដោះស្រាយបញ្ហាកាន់តែធំអ្នកនឹងកាន់តែមានតម្លៃហើយពិភពលោកនឹងផ្ដល់រង្វាន់ដល់អ្នកកាន់តែច្រើនតាមកម្រិតនៃបញ្ហាដែលអ្នកបានដោះស្រាយនោះឯងភាពជោគជ័យពិតប្រាកដគឺជាលទ្ធផលនៃស៊េរីនៃការដោះស្រាយបញ្ហាដែលមិនចេះចប់មិនចេះហើយអ្នកដែលចេះបំលៃរាល់ឧបសគ្គឲ្យคล้ายទៅជាជណ្ដាសម្រាប់ជន់ឈានឡើងទៅលើគឺជាអ្នកដែលនឹងកាន់កាប់កំពូលភ្នំនៃជោគជ័យជានិរន្តរ៍គ្មានអ្វីអាចមករារាំងមនុស្សដែលចេះមើលឃើញពន្លឺនៅក្នុងភាពងងឹតបានឡើយព្រោះពួកគេដឹងថាគ្រប់បញ្ហាសុទ្ធតែជាគ្រាប់ពូជនៃអត្ថប្រយោជន៍ដែលនឹងផ្ដល់ផលឲ្យពួកគេវិញយ៉ាងសន្ធឹកសន្ធាប់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះជំពូកទី9មានជំនឿលើខ្លួនឯងជំពូកទី9ដែលជាសសរស្តម្ភនៃមហិទ្ធិឫទ្ធិនិងជាអាវុធចុងក្រោយដែលការពារអ្នកពីការបាក់ស្មារតីនៅចំពោះមុខភាពច្របូកច្របល់គឺការមានជំនឿលើខ្លួនឯងយ៉ាងមុតមាំឬដែលយើងដឹងច្បាស់ថា belief builds power នៅក្នុងโลกនេះនៅពេលដែលភាពវឹកវរកើតឡើងវានឹងព្យាយាមបោកបក់យកទំនុកចិត្តរបស់អ្នកចេញពីខ្លួនភាពសង្ស័យនឹងចាប់ផ្ដើមចូលមកសឹកប្រាប់អ្នកថាអ្នកមិនអាចធ្វើបានទេឬស្ថានភាពនេះធំធេងពេកសម្រាប់អ្នកប៉ុន្តែអ្នកត្រូវដឹងថាជំនឿចិត្តគឺជាពន្លឺតែមួយគត់ដែលមិនចេះរលត់ទោះបីជាស្ថិតក្នុងរាត្រីដែលងងឹតបំផុតក៏ដោយជានិច្ចកាលមនុស្សភាគច្រើនបរាជ័យមិនមែនដោយសារពួកគេខ្វះសមត្ថភាពនោះទេប៉ុន្តែគឺដោយសារពួកគេខ្វះជំនឿនៅពេលដែលអ្នកមិនជឿលើខ្លួនឯងចិត្តរបស់អ្នកនឹងប្រែជាទុនជ្រាយហើយរាល់បញ្ហាតូចតាចនឹងคล้ายជាភ្នំដ៏ធំមហិមាមកសង្កត់លើរូបអ្នកផ្ទុយទៅវិញនៅពេលដែលអ្នកមានជំនឿយ៉ាងជ្រាលជ្រៅថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លងកាត់រឿងនេះនោះចិត្តរបស់អ្នកនឹងបញ្ចេញនូវថាមពលម្យ៉ាងដែលហៅថាភាពអង់អាចជំនឿចិត្តគឺជាម៉ាស៊ីនផលិតថាមពលដែលមិនចេះរីងស្ងួតដែលវានឹងរុញច្រានអ្នកឲ្យរកឃើញដំណោះស្រាយនៅកន្លែងដែលអ្នកដទៃឃើញតែទល់ច្រកជំនឿចិត្តមិនមែនមានន័យថាអ្នកដឹងថាអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរនោះទេប៉ុន្តែវាមានន័យថាអ្នកដឹងច្បាស់ថាអ្នកនឹងមិនអីទេទោះបីជាអ្វីៗគ្រប់យ៉ាងមិនល្អប្រសើរក៏ដោយនេះគឺជាអំណាចពិតប្រាកដនៃស្មារតីក្នុងនាមជាអ្នកវឹកហាត់ចិត្តឲ្យស្ងប់ស្ងាត់អ្នកត្រូវយល់ថាជំនឿចិត្តមិនមែនជាភាពអំនួចឬការមើលងាយអ្នកដទៃនោះទេប៉ុន្តែវាគឺជាការទុកចិត្តលើសក្តានុពលដែលលាក់កំបាំងនៅក្នុងខ្លួនឯងនៃកណ្ដាលភាពវឹកវរមនុស្សដែលមានជំនឿលើខ្លួនឯងនឹងមិនរត់គេចឡើយតែពួកគេនឹងឈរយ៉ាងរឹងមាំដូចជាបង្គោលភ្លើងហ្វាកណ្ដាលមហាសមុទ្រពួកគេដឹងថាព្យុះសង្ឃរាអាចនឹងបោកបក់មកខ្លាំងតែវាមិនអាចរំលាយខ្លឹមសារពិតនៃអត្តសញ្ញាណរបស់ពួកគេបានឡើយដើម្បីកសាងជំនឿចិត្តឲ្យคล้ายជាមហាអំណាចក្នុងភាពវឹកវរអ្នកត្រូវអនុវត្តកត់ត្រាជ័យជំនះកន្លងមក Evidence of Strength រំលឹកឡើងវិញនៅរាល់ឧបសគ្គដែលអ្នកធ្លាប់ឆ្លងកាត់ពីមុនមកបើអ្នកអាចឈ្នះរឿងកាលពីមុនបានហេតុអ្វីបានជាអ្នកគិតថាអ្នកនឹងចាញ់រឿងនៅថ្ងៃនេះការនិយាយផ្ដាល់កម្លាំងចិត្ត Self affirmation ចូលធ្វើជាមេធាវីការពារខ្លួនឯងជាជាងធ្វើជាចៃក្រមដាក់ទប់ខ្លួនឯងប្រើពាក្យថាខ្ញុំកំពុងតែរឹងមាំឡើងជំនួសឲ្យពាក្យថាខ្ញុំកំពុងតែទល់ច្រកឈប់ប្រៀបធៀបល្បឿនជីវិត Stop comparing ជំនឿចិត្តរបស់អ្នកនឹងត្រូវរងាស់រង្គួរភ្លាមៗបើអ្នកយកជំពូកដ៏វឹកវររបស់អ្នកទៅប្រៀបធៀបជាមួយនឹងជំពូកដ៏រុងរឿងរបស់អ្នកដទៃចូលផ្ដោតលើការរីកចម្រើនផ្ទាល់ខ្លួនជានិច្ចកាលចូលចាំថាចិត្តដែលមានជំនឿលើខ្លួនឯងគឺជាចិត្តដែលស្ងប់ស្ងាត់បំផុតព្រោះវាលែងត្រូវការបញ្ជាក់តម្លៃពីពិភពខាងក្រៅទៀតហើយកាលណាអ្នកជឿជាក់លើខ្លួនឯងពិភពលោកនឹងចាប់ផ្ដើមជឿជាក់លើអ្នកដូចគ្នាជំនឿចិត្តរបស់អ្នកគឺជាដៃថែបនៃវិញ្ញាណដែលនឹងការពារអ្នកពីការរុករើនៃសង្គមនិងសម្ពាធទាំងឡាយដូច្នេះ
ចូលចាប់ផ្ដើមដុតបញ្ឆេភ្លើងនៃជំនឿចិត្តរបស់អ្នកឡើងវិញចាប់ពីវិនាទីនេះតទៅកាលណាចិត្តរបស់អ្នកមានជំនឿជាគ្រឹះនោះគ្មានភាពវឹកវរណាអាចមកអង្រួនសន្តិភាពរបស់អ្នកបានឡើយព្រោះតែជំនឿរបស់អ្នកថ្ងៃនេះគឺជាអំណាចពិតប្រាកដដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈក្នុងវិញ្ញាណនិងជាម្ចាស់លើគ្រប់ស្ថានភាពដែលជីវិតបោះមកឲ្យអ្នកជាអ្នកហាន់ ជំពូកទី10បង្រៀនខួរក្បាលឡើងវិញនេះគឺជាការឈានចូលដល់ការផ្លាស់ប្ដូរឫសគល់នៃស្មារតីតាមរយៈការបង្រៀនខួរក្បាលឡើងវិញឬដែលយើងស្គាល់ថា Reprogram Your Mind ព្រោះថាខួរក្បាលរបស់មនុស្សយើងប្រៀបដូចជាប្រព័ន្ធកុំព្យូទ័រដ៏មហិមាមួយដែលដំណើរការទៅតាមកម្មវិធីដែលយើងបានដំឡើងឲ្យវាជារៀងរាល់ថ្ងៃតាមរយៈទម្លាប់និងការគិតដដែលៗដែលយើងបានសន្សំទុកតាំងពីអតីតកាលមកម្ល៉េះប្រសិនបើកន្លងមកអ្នកតែងតែមានអារម្មណ៍ថាឆាប់ស្លន់ស្លោភ័យខ្លាចឬវង្វេងខឹងភាពវឹកវរនោះមានន័យថាខួរក្បាលរបស់អ្នកកំពុងតែដំណើរការទៅតាមកម្មវិធីចាស់ដែលត្រូវបានកំណត់ឲ្យឆ្លើយតបទៅនឹងសម្ពាធដោយភាពតានតឹងតែប៉ុន្តែក៏ជាសញ្ញាដែលប្រាប់ថាដល់ពេលដែលអ្នកត្រូវធ្វើជាអ្នកសរសេរកូដនៃវាសនាឡើងវិញដោយការបញ្ចូលនូវទិន្នន័យថ្មីនៃភាពស្ងប់ស្ងាត់និងភាពរឹងមាំចូលទៅក្នុងជម្រៅនៃវិញ្ញាណអ្នកត្រូវយល់ថាខួរក្បាលរបស់មនុស្សមានសមត្ថភាពអស្ចារ្យម្យ៉ាងដែលវិទ្យាសាស្ត្រហៅថា neuroplasticity ពោលគឺវាអាចផ្លាស់ប្ដូររូបរាងនិងការតកំណត់សរសៃប្រសាទថ្មីៗបានគ្រប់ពេលវេលាដរាបណាអ្នកមានការវឹកហាត់ដោយភាពជាប់លាប់និងការតាំងចិត្តខ្ពស់បំផុតការបង្រៀនខួរក្បាលឡើងវិញមិនមែនជារឿងដែលអាចធ្វើបានក្នុងពេលតែមួយយប់នោះទេប៉ុន្តែវាគឺជាដំណើរការនៃការលុបចោលនៅផ្នត់គំនិតអវិជ្ជមានចាស់ៗហើយជំនួសមកវិញនៅពាក្យពេចន៍និងរូបភាពដែលផ្ដល់អំណាចឲ្យដល់ខ្លួនឯងជារៀងរាល់វិនាទីដែលអ្នកដឹងខ្លួនអ្នកត្រូវចាប់ផ្ដើមសង្កេតមើលសម្លេងខ្សឹបនៅក្នុងក្បាលរបស់អ្នកនៅពេលដែលអ្នកជួបភាពវឹកវរប្រសិនបើសម្លេងនោះនិយាយថាខ្ញុំស្លាប់ហើយឬខ្ញុំមិនអាចស៊ូបានទេចូលប្រែបញ្ញារបស់អ្នកដើម្បីកាត់ផ្តាត់វាភ្លាមហើយជំនួសដោយកូដថ្មីថានេះគឺជាការវឹកហាត់ដើម្បីឲ្យខ្ញុំកាន់តែខ្លាំងឬចិត្តរបស់ខ្ញុំស្ងប់ដូចជាមហាសមុទ្ររាល់ពេលដែលអ្នកធ្វើបែបនេះម្ដងហើយម្ដងទៀតអ្នកកំពុងតែបង្កើតផ្លូវប្រសាទថ្មីនៅក្នុងខួរក្បាលដែលវានឹងប្រែក្លាយទៅជាការឆ្លើយតបដោយស្វ័យប្រវត្តិនៅពេលក្រោយដែលបញ្ហាកើតឡើងពោលគឺអ្នកនឹងមានភាពស្ងប់ស្ងាត់ដោយមិនបាច់បង្ខំឡើយព្រោះវាបានក្លាយទៅជាអត្តសញ្ញាណថ្មីរបស់អ្នកទៅហើយការបង្រៀនខួរក្បាលឡើងវិញក៏រួមទាំងចូលទាំងការប្រើប្រាស់រូបភាពតំណាងនៃភាពជោគជ័យឬ visual imagery ផងដែរដោយការចំណាយពេលខ្លីៗក្នុងមួយថ្ងៃដើម្បីស្រមៃមើលខ្លួនឯងកំពុងដោះស្រាយបញ្ហាដោយភាពម៉ឺងម៉ាត់និងស្ងប់ស្ងាត់បំផុតការដែលធ្វើបែបនេះនឹងធ្វើឲ្យខួរក្បាលរបស់អ្នកមានអារម្មណ៍ថាវាធ្លាប់ឆ្លងកាត់រឿងនោះរួចទៅហើយនៅពេលដែលការពិតចូលមកដល់វានឹងលែងមានភាពតក់ស្លុតទៀតឡើយចូលចងចាំថាអ្នកគឺជាម្ចាស់លើប្រព័ន្ធប្រតិបត្តិការនៃចិត្តខ្លួនឯងមិនមែនជាទាសានៃកម្មវិធីចាស់ដែលអ្នកដទៃឬកលៈទេសកៈបានតម្លើងឲ្យអ្នកនោះទេដូច្នេះចូលមានភាពក្លាហានក្នុងការលុបចោលនៅរាល់ភាពទុនទ្រាយហើយចាប់ផ្ដើមបណ្ដុះបណ្ដាលបញ្ញារបស់អ្នកឲ្យក្លាយទៅជាមហាអំណាចដែលមិនចេះរងួតរងួរនៅកណ្ដាលរលកនៃភាពវឹកវរជានិរន្តរ៍កាលណាខួរក្បាលរបស់អ្នកត្រូវបានបង្រៀនឲ្យស្គាល់តែភាពស្ងប់ស្ងាត់នោះទោះបីជាពិភពលោកខាងក្រៅកំពុងតែឆេះសន្ធោសន្ធរក៏ដោយក៏អ្នកនៅតែអាចញញឹមនិងរកឃើញផ្លូវដើរដ៏ត្រឹមត្រូវបំផុតសម្រាប់ជោគវាសនារបស់អ្នកជានិច្ចព្រោះថាអំណាចពិតប្រាកដមិនមែននៅខាងក្រៅខ្លួនអ្នកទេប៉ុន្តែវាស្ថិតនៅរបៀបដែលអ្នកចាត់ចែងទិន្នន័យនៅក្នុងវិញ្ញាណរបស់អ្នកឲ្យคล้ายទៅជាមហាអច្ឆរិយដ៏អស្ចារ្យបំផុតដែលមិនមានអ្វីអាចមកបំពានបានឡើយជំពូកទី11អភិវឌ្ឍវិន័យខ្លួនឯងនេះគឺជាការឈានចូលដល់ចំណុចរបត់ដ៏សំខាន់បំផុតមួយនៃការគ្រប់គ្រងជោគវាសនាពោលគឺការអភិវឌ្ឍវិន័យខ្លួនឯងឬដែលយើងដឹងច្បាស់ថា discipline is greater than motivation ព្រោះថានៅក្នុងសមរភូមិជីវិតដែលពោពេញដោយភាពវឹកវរនិងសម្ពាធជុំវិញខ្លួននោះកម្លាំងចិត្តឬ motivation គ្រាន់តែជាពន្លឺផ្លែកបន្តដែលភ្លឺមួយផ្លេតហើយក៏រលត់ទៅវិញតែប៉ុណ្ណោះវាមិនអាចជួយឲ្យអ្នកឈរជើងបានយូរអង្វែងឡើយប្រសិនបើអ្នករងចាំតែមានអារម្មណ៍ល្អឬមានកម្លាំងចិត្តទើបចាប់ផ្ដើមធ្វើការងារឬចាប់ផ្ដើមវឹកហាត់ចិត្តឲ្យស្ងប់នោះអ្នកនឹងក្លាយទៅជាទាសករនៃអារម្មណ៍របស់ខ្លួនឯងជានិរន្តរ៍អ្នកត្រូវយល់ថាវិន័យខ្លួនឯងគឺជាអំណាចពិតប្រាកដដែលអនុញ្ញាតឲ្យអ្នកធ្វើអ្វីដែលត្រឹមត្រូវទោះបីជាអ្នកមិនចង់ធ្វើវាក៏ដោយហើយវាគឺជាអ្នករក្សាស្ថិរភាពនៃស្មារតីនៅពេលដែលពិភពលោកខាងក្រៅកំពុងតែច្របូកច្របល់បំផុត
ព្រោះថានៅពេលដែលមានបញ្ហាបោកបក់មកខ្លាំងអារម្មណ៍របស់អ្នកនឹងប្រែប្រួលហើយកម្លាំងចិត្តរបស់អ្នកនឹងរលាយបាត់ភ្លាមតែអ្វីដែលនៅសេសសល់ដើម្បីរុញច្រានអ្នកឲ្យដើរទៅមុខនិងរក្សាភាពស្ងប់ស្ងាត់បាននោះគឺវិន័យដែលអ្នកបានសាងសង់ទុកការអភិវឌ្ឍវិន័យគឺជាការបង្វឹកចិត្តឲ្យដឹងថាអ្នកគឺជាចៅហ្វាយនាយលើរាងកាយនិងអារម្មណ៍មិនមែនបណ្ដោយឲ្យភាពខ្ជិលច្រអូសឬភាពភ័យខ្លាចមកដឹកមុខបញ្ញានោះទេហើយវិន័យនេះឯងគឺជាអាវក្រក់ដែលការពារអ្នកពីការរំខាននៃសង្គម Digital និងសម្ដីអវិជ្ជមានរបស់អ្នកដទៃព្រោះអ្នកមានគោលការណ៍ច្បាស់លាស់ដែលត្រូវអនុវត្តជារៀងរាល់ថ្ងៃដោយមិនងាករេចូលចងចាំថាអ្នកមិនអាចរងចាំឲ្យមានកម្លាំងចិត្តទើបដកដង្ហើមឲ្យស្ងប់ឬទើបធ្វើសមាធិនោះទេតែអ្នកត្រូវមានវិន័យក្នុងការធ្វើវាសូម្បីតែក្នុងថ្ងៃដែលអ្នកមានអារម្មណ៍ថាហត់នឿយបំផុតព្រោះថាវិន័យគឺជាការសន្សំថាមពលទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នហើយវានឹងប្រែក្លាយអ្នកឲ្យទៅជាមនុស្សដែលមានឥទ្ធិពលនិងមានភាពថ្លៃថ្នូរដែលពិភពលោកត្រូវតែកោតសរសើរការកសាងវិន័យចាប់ផ្ដើមពីការគោរពពាក្យសន្យាតូចតាចដែលអ្នកផ្ដល់ឲ្យខ្លួនឯងជារៀងរាល់ព្រឹកព្រោះថារាល់ពេលដែលអ្នកធ្វើតាមវិន័យអ្នកកំពុងតែបង្កើនកម្រិតនៃជំនឿចិត្តនៅក្នុងវិញ្ញាណរបស់អ្នកដែលវានឹងធ្វើឲ្យអ្នករឹងមាំដូចជាមហាប្រាសាទដែលគ្មានព្យុះសង្ហាណាអាចមកអង្រួនបានឡើយដូច្នេះចូលឈប់ដេកស្រមៃរកកម្លាំងចិត្តដែលមកពីខាងក្រៅតែត្រូវចាប់ផ្ដើមសាងសង់វិន័យពីខាងក្នុងព្រោះថាអ្នកដែលមានវិន័យខ្ពស់បំផុតគឺជាអ្នកដែលមានសេរីភាពពិតប្រាកដក្នុងការសម្រេចចិត្តលើវាសនាខ្លួនឯងនិងជាម្ចាស់លើភាពស្ងប់ស្ងាត់ដែលមិនចេះរីងស្ងួតនៅកណ្ដាលភាពវឹកវរនៃលោកីយ៍នេះជានិរន្តរ៍ជំពូកទី12អត់ធ្មត់នៅក្នុងសម័យកាលដែលអ្វីៗគ្រប់យ៉ាងតម្រូវឲ្យមានភាពរហ័សមិនថាជាអាហាររហ័សអ៊ីនធឺណិតល្បឿនលឿនឬការចង់មានចង់បានត្រឹមមួយយប់មនុស្សភាគច្រើនបានបាត់បង់អាវុធដ៏មានអានុភាពបំផុតម្យ៉ាងគឺភាពអត់ធ្មត់ចំពោះទី12នេះនឹងនាំអ្នកឲ្យយល់ថាជោគជ័យពិតប្រាកដមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេប៉ុន្តែវាគឺជាការដើរផ្លូវឆ្ងាយដែលត្រូវការភាពធន់នៃវិញ្ញាណបំផុតឬដែលយើងដឹងច្បាស់ថា success takes time ហេតុអ្វីបានជាភាពអត់ធ្មត់គឺជាមហាអំណាចនៅកណ្ដាលភាពវឹកវរមនុស្សដែលខ្វះភាពអត់ធ្មត់នឹងក្លាយជាមនុស្សដែលឆាប់ស្លន់ស្លោនៅពេលដែលលទ្ធផលមិនទាន់មកដល់តាមការរំពឹងទុកពួកគេនឹងចាប់ផ្ដើមសង្ស័យលើសមត្ថភាពខ្លួនឯងរួចបោះបង់ចោលពាក់កណ្ដាលផ្លូវផ្ទុយទៅវិញមនុស្សដែលអត់ធ្មត់គឺជាមនុស្សដែលមានចិត្តស្ងប់បំផុតព្រោះពួកគេយល់ពីច្បាប់ធម្មជាតិថាអ្វីៗគ្រប់យ៉ាងត្រូវការពេលវេលាដើម្បីរីកលូតលាស់រើសគល់មុនផ្លាផ្កាក្រោយប្រៀបដូចជាដើមឫស្សីដែលចំណាយពេល5ឆ្នាំដំបូងនៅក្នុងការចាក់ឫសយ៉ាងជ្រៅទៅក្នុងដីដោយមិនបង្ហាញស្លឹកសូម្បីតែមួយសន្លឹកបើគ្មានភាពអត់ធ្មត់នឹង5ឆ្នាំនោះទេវានឹងគ្មានថ្ងៃហក់ឡើងខ្ពស់ដល់កំពូលមេឃឡើយការគ្រប់គ្រងសម្ពាធភាពអត់ធ្មត់ជួយឲ្យអ្នកលែនមានអារម្មណ៍ថាយឺតយ៉ាវនៅពេលប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃវាផ្ដល់ឲ្យអ្នកនូវសន្តិភាពក្នុងចិត្តដើម្បីផ្ដោតលើជំហាននីមួយៗរបស់អ្នកភាពអត់ធ្មត់មិនមែនគ្រាន់តែជាការរងចាំដោយស្ងៀមស្ងាត់នោះទេប៉ុន្តែវាគឺជាសមត្ថភាពដើម្បីរក្សានៅអាកប្បជោគវិជ្ជមានខណៈពេលដែលអ្នកកំពុងខិតខំប្រឹងប្រែងធ្វើការងារវិធីសាស្ត្រហ្វឹកហាត់ចិត្តឲ្យអត់ធ្មត់នៅក្នុងភាពវឹកវរដើម្បីកសាងចិត្តដែលរឹងមាំនិងមិនឆាប់រុញរាអ្នកគួរអនុវត្តចំណុចទាំងនេះស្រឡាញ់ដំណើរ trust the process ចូលឈប់ផ្ដោតតែលើមេដៃតែត្រូវរៀនសប្បាយចិត្តនឹងការហ្វឹកហាត់ប្រចាំថ្ងៃកាលណាអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើពេលវេលានឹងលែងជាសម្ពាធសម្រាប់អ្នកទៀតហើយបំបាយគោលដៅ small wins កុំមើលតែភ្នំដ៏ខ្ពស់មហាមាតែត្រូវមើលជំហានដែលនៅចំពោះមុខការសម្រេចបានជោគជ័យតូចៗជារៀងរាល់ថ្ងៃនឹងជួយចិញ្ចឹមភាពអត់ធ្មត់របស់អ្នកឲ្យនៅរករវើករៀនដកដង្ហើមនិងរងចាំនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ឲ្យអ្វីៗកើតឡើងភ្លាមចូលដកដង្ហើមឲ្យជ្រៅរួចប្រាប់ខ្លួនឯងថាគ្រាប់ពូជដែលខ្ញុំដាំនៅថ្ងៃនេះមិនអាចផ្ដល់ផ្លែផ្កានៅថ្ងៃនេះបានឡើយជានិច្ចកាលចូលចាំថាជោគជ័យដែលមកលឿនពេកតែងតែរលាយទៅវិញយ៉ាងលឿនដូចគ្នាដែរប៉ុន្តែជោគជ័យដែលសាងសង់ឡើងដោយភាពអត់ធ្មត់និងចិត្តដែលស្ងប់ស្ងាត់គឺជាជោគជ័យដ៏អមតៈដែលគ្មានព្យុះសង្ហារាណាមកបំផ្លាញបានឡើយចូលជាមនុស្សម្នាក់ដែលហ៊ានរងចាំដោយក្តីជឿជាក់ពីព្រោះថាអ្វីដ៏អស្ចារ្យបំផុតក្នុងជីវិតតែងតែត្រូវការពេលវេលាច្រើនបំផុតដើម្បីសាងសង់វាឡើងចំពោះទី13ជ្រើសរើសបរិយាកាសល្អចំពោះទី13នេះគឺជាការឈានចូលដល់ការយល់ដឹងពីឥទ្ធិពលនៃពិភពខាងក្រៅមកលើសន្តិភាពខាងក្នុងតាមរយៈការជ្រើសរើសបរិយាកាសល្អឬដែលយើងដឹងច្បាស់ថា
environment matters ព្រោះថាទោះបីជាអ្នកមានវិន័យនិងមានជំនឿលើខ្លួនឯងខ្លាំងប៉ុណ្ណាក៏ដោយតែបើអ្នករស់នៅក្នុងមជ្ឈដ្ឋានដែលពោរពេញដោយជាតិពុលនោះធម្មពលរបស់អ្នកនឹងត្រូវរលាយបាត់បន្តិចម្ដងដោយមិនដឹងខ្លួនឡើយអ្នកត្រូវដឹងថាចិត្តរបស់អ្នកប្រៀបដូចជាអេប៉ុងដែលចាំបឺតស្រូបយកអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនមិនថាជាសម្ដីរបស់មនុស្សដែលអ្នកនៅក្បែរព័ត៌មានដែលអ្នកមើលលើបណ្ដាញសង្គមឬសូម្បីតែភាពរញ៉េរញ៉ៃនៃទីកន្លែងដែលអ្នករស់នៅនឹងធ្វើការជារៀងរាល់ថ្ងៃការព្យាយាមរក្សាភាពស្ងប់ស្ងាត់ក្នុងបរិយាកាសដែលវឹកវរនិងអវិជ្ជមានគឺប្រៀបដូចជាការដាំផ្កាដ៏ស្រស់ស្អាតនៅក្នុងដីដែលគ្មានជីវជាតិនិងពោរពេញដោយជាតិពុលដែលវានឹងធ្វើឲ្យអ្នកហត់នឿយលឹងពីកម្លាំងពិតប្រាកដរបស់អ្នកការជ្រើសរើសបរិយាកាសល្អមិនមែនមានន័យថាអ្នកត្រូវតែរត់គេចពីការពិតនៃជីវិតនោះទេប៉ុន្តែវាគឺជាការចេះរៀបចំនិងចម្រោះអ្វីដែលត្រូវឲ្យចូលមកក្បែរវិញ្ញាណរបស់អ្នកដើម្បីការពារសន្តិភាពក្នុងចិត្តឲ្យបានគង់វង្សបំផុតអ្នកត្រូវមានភាពក្លាហានក្នុងការដើរចេញពីក្រុមមនុស្សដែលចាំតែជន់ពន្លកក្តីស្រមៃអ្នកដែលចូលចិត្តនិយាយដើមគេឬអ្នកដែលនាំមកតែរឿងមួម៉ៅក្តៅក្រហាយមកឲ្យអ្នកហើយជំនួសមកវិញនៃការនៅក្បែរមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយនិងមានថាមពលវិជ្ជមានដែលជំរុញឲ្យអ្នករីកចម្រើនលើពីនេះទៅទៀតអ្នកត្រូវចេះរៀបចំបរិយាកាស Digital របស់ខ្លួនឯងដោយការឈប់តាមដានរាល់អ្វីដែលបង្កឲ្យមានភាពច្រណែនឬភាពភ័យខ្លាចព្រោះថាអ្វីដែលភ្នែកអ្នកឃើញនិងត្រចៀកអ្នកឮគឺជាអាហារនៃខួរក្បាលរបស់អ្នកជានិច្ចចូលចងចាំថាបរិយាកាសរូបវន្តដែលនៅជុំវិញខ្លួនអ្នកក៏សំខាន់មិនចាញ់គ្នាដែរសូម្បីតែការរៀបចំបន្ទប់ឲ្យមានរបៀបរៀបរយឬការដាក់ផ្កាមួយទងនៅលើតុធ្វើការក៏អាចជួយឲ្យខួរក្បាលរបស់អ្នកមានអារម្មណ៍ថាស្ងប់ស្ងាត់និងមានសណ្ដាប់ធ្នាប់ជាងមុនយ៉ាងមហិមាកាលណាអ្នកស្ថិតនៅក្នុងបរិយាកាសដែលត្រឹមត្រូវចិត្តរបស់អ្នកនឹងមិនចាំបាច់ចំណាយថាមពលដើម្បីប្រយុទ្ធជាមួយរឿងឥតប្រយោជន៍ឡើយតែវាអាចផ្ដោតទៅលើការបង្កើតថ្មីនិងការកសាងមហាជោគជ័យដែលអ្នកប៉ងប្រាថ្នាបានយ៉ាងងាយស្រួលបំផុតដូច្នេះចូលចាប់ផ្ដើមធ្វើជាអ្នករចនាវាសនាតាមរយៈការជ្រើសរើសមជ្ឈដ្ឋានដែលជួយលើកកម្ពស់ស្មារតីរបស់អ្នកចាប់ពីវិនាទីនេះទៅព្រោះថាបរិយាកាសដែលអ្នកជ្រើសរើសនៅថ្ងៃនេះគឺជាអ្នកកំណត់ថាអ្នកនឹងក្លាយជាបុគ្គលដែលមានចិត្តស្ងប់ស្ងាត់ឬជាបុគ្គលដែលបង្វែងក្នុងភាពវឹកវរជានិរន្តរ៍តើអ្នកធ្លាប់សង្កេតឃើញទេថាតើមនុស្សប្រភេទណាដែលតែងតែបឺតចិញ្ចក់ថាមពលវិជ្ជមានរបស់អ្នកខ្លាំងជាងគេបំផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកចម្ពោះទី14រៀនពីមនុស្សជោគជ័យនេះគឺជាយុទ្ធសាស្ត្រផ្លូវកាត់ដ៏មានប្រសិទ្ធភាពបំផុតក្នុងការកសាងអំណាចវិញ្ញាណតាមរយៈការរៀនពីមនុស្សជោគជ័យឬដែលយើងដឹងច្បាស់ថា Model Strong Mindset ព្រោះថានៅក្នុងโลกនេះជោគជ័យតែងតែបន្សល់ទុកនៅតម្រុយនិងស្លាកស្នាមជានិច្ចហើយការដែលអ្នកព្យាយាមរកវិធីដោះស្រាយបញ្ហាដោយខ្លួនឯងទាំងអស់គឺជាការខ្ជិះខ្ជាយពេលវេលាដ៏មហាសាលអ្នកត្រូវយល់ថាការរៀនពីមនុស្សជោគជ័យមិនមែនគ្រាន់តែជាការយកតម្រាប់តាមទ្រព្យសម្បត្តិឬភាពល្បីល្បាញខាងក្រៅរបស់ពួកគេនោះទេប៉ុន្តែវាគឺជាការធ្វើវិស្វកម្មបញ្ច្រាស់ឬ reverse engineering ទៅលើប្រព័ន្ធគិតរបស់ពួកគេថាតើពួកគេមានប្រតិកម្មយ៉ាងដូចម្តេចនៅពេលដែលពិភពលោកបោះភាពបរាជ័យមកឲ្យពួកគេហើយតើពួកគេរក្សាភាពស្ងប់ស្ងាត់ដោយរបៀបណានៅក្នុងកាលៈទេសៈដែលមនុស្សគ្រប់គ្នាកំពុងតែស្លន់ស្លោការដើរតាមគន្លងនៃចិត្តដែលរឹងមាំគឺជាការសង្កេតមើលនៅទម្លាប់នៃស្មារតីរបស់បុគ្គលអស្ចារ្យមិនថាជាការអានសៀវភៅជីវប្រវត្តិការស្ដាប់បទសម្ភាសន៍ឬការសង្កេតមើលរបៀបដែលពួកគេចាត់ចែងពេលវេលានិងអារម្មណ៍ព្រោះថាអ្វីដែលធ្វើឲ្យពួកគេខកពីមនុស្សធម្មតាគឺតម្រងនៃបញ្ញាដែលពួកគេប្រើដើម្បីចម្រោះរាល់បញ្ហាឲ្យទៅជាឱកាសអ្នកត្រូវចងចាំថាអ្នកមិនចាំបាច់ត្រូវស្គាល់ពួកគេដោយផ្ទាល់នោះទេតែអ្នកអាចយករូបភាពនិងមេរៀនរបស់ពួកគេមកធ្វើជាគ្រូបង្វឹកក្នុងចិត្តដែលចាំរំលឹកអ្នកជានិច្ចនៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់ឬវង្វេងក្នុងភាពវឹកវរនៃជីវិតការរៀនពីមនុស្សជោគជ័យជួយឲ្យអ្នកមើលឃើញផ្លូវកាត់នៃការពង្រឹងចិត្តព្រោះពួកគេបានឆ្លងកាត់ការសាកល្បងនិងកំហុសរាប់មិនអស់មកហើយសម្រាប់អ្នកដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺការស្រូបយកនៅខ្លឹមសារនៃភាពអត់ធ្មត់វិន័យនិងក្តីសង្ឃឹមរបស់ពួកគេមកចាក់បញ្ចូលក្នុងឈាមជ័រនៃវិញ្ញាណខ្លួនឯងកុំព្យាយាមបង្កើតកង់ឡើងវិញក្នុងពេលដែលគេមានឡានហក់ទៅហើយតែត្រូវរៀនពីរបៀបដែលគេបើកបរវាឲ្យបានស្ទាត់ជំនាញបំផុតព្រោះថានៅពេលដែលអ្នកមានផែនទីនៃចិត្តរបស់បុគ្គលជោគជ័យនៅក្នុងដៃនោះអ្នកនឹងលែងមានភាពភ័យខ្លាចចំពោះភាពមិនច្បាស់លាស់ទៀតហើយចូលធ្វើខ្លួនឲ្យដូចជាសិស្សដែលស្រែកឃ្លានចំណេះដឹងជានិច្ចដោយការជ្រើសរើសយកតែបុគ្គលដែលមានតម្លៃនិងគុណធម៌ពិតប្រាកដមកធ្វើជាគំរូព្រោះថាចិត្តដែលរឹងមាំរបស់អ្នកនឹងកាន់តែមុតស្រួច
នៅពេលដែលវាត្រូវបានដុសខាត់ដោយមេរៀនពីអ្នកដែលធ្លាប់ឈ្នះក្នុងសមរភូមិជីវិតដ៏សាហាវបំផុតដូច្នេះចូលចាប់ផ្ដើមស្វែងរក idol នៃវិញ្ញាណរបស់អ្នកចាប់ពីនីតិនេះទៅហើយសួរសំណួរទៅកាន់ខ្លួនឯងជានិច្ចថាប្រសិនបើបុគ្គលរូបនេះស្ថិតក្នុងស្ថានភាពវឹកវរដូចខ្ញុំតើគាត់នឹងធ្វើអ្វីហើយនៅពេលដែលអ្នកបានចម្លើយនោះចូលអនុវត្តវាដោយភាពក្លាហានព្រោះថានេះគឺជាវិធីដែលលឿនបំផុតក្នុងការប្រែក្លាយខ្លួនអ្នកពីមនុស្សដែលទន់ជ្រាយឲ្យទៅជាអ្នកដឹកនាំជោគវាសនាដ៏រឹងមាំដែលពិភពលោកត្រូវតែកោតសរសើរជានិរន្តរ៍តើបុគ្គលជោគជ័យរូបណាដែលអ្នកតែងតែយកមកធ្វើជាគំរូក្នុងចិត្តនៅពេលដែលអ្នកត្រូវជួបប្រទះនឹងការសាកល្បងដ៏លំបាកបំផុតចំពោះទី15រៀនជានិច្ចនេះគឺជាការបើកទ្វារទៅកាន់ពិភពនៃលទ្ធភាពដែលគ្មានដែនកំណត់តាមរយៈការរៀនសូត្រជានិច្ចឬដែលយើងដឹងច្បាស់ថា growth mindset ព្រោះថានៅក្នុងโลกនេះអ្វីៗគ្រប់យ៉ាងតែងតែមានការប្រែប្រួលហើយចំណេះដឹងដែលអ្នកមាននៅថ្ងៃនេះអាចនឹងហួសសម័យនៅថ្ងៃស្អែកប្រសិនបើអ្នកឈប់អភិវឌ្ឍខ្លួនឯងអ្នកត្រូវយល់ថាចិត្តដែលមិនចេះរីងស្ងួតគឺជាចិត្តដែលចាត់ទុកខ្លួនឯងថាជាសិស្សជានិរន្តរ៍ទោះបីជាអ្នកស្ថិតនៅក្នុងតំណែងខ្ពស់ឬមានជោគជ័យធំធេងប៉ុណ្ណាក៏ដោយព្រោះថាការរៀនសូត្រគឺជាអាហារនៃបញ្ញាដែលជួយឲ្យអ្នករក្សាភាពក្មេងខ្ចីនៃស្មារតីនិងភាពមុតស្រួចនៃចក្ខុវិស័យនៅបណ្ដាលភាពវឹកវរការមាន growth mindset មិនមែនគ្រាន់តែជាការអានសៀវភៅច្រើននោះទេប៉ុន្តែវាគឺជាអាកប្បកិរិយាចំពោះការបរាជ័យដោយការចាត់ទុកថារាល់កំហុសឆ្គងគឺជាមេរៀនដ៏មានតម្លៃនិងជារង្វាន់នៃបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបានមនុស្សដែលមាន fixed mindset តែងតែខ្លាចការសាកល្បងថ្មីៗព្រោះពួកគេគិតថាសមត្ថភាពរបស់ខ្លួនមានកម្រិតតែសម្រាប់អ្នកដែលមានចិត្តរៀនសូត្រជានិច្ចអ្នកនឹងមើលឃើញថាភាពវឹកវរគឺជាសាលារៀនដ៏អស្ចារ្យបំផុតដែលមកដុសខាត់អ្នកឲ្យក្លាយជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឈ្នះក្នុងសមរភូមិជីវិតអ្នកត្រូវបង្រៀនខ្លួនឯងឲ្យឈប់ប្រែពាក្យថាខ្ញុំធ្វើមិនបានហើយជំនួសមកវិញនៅពាក្យថាខ្ញុំមិនតន់ចេះធ្វើវានៅឡើយទេព្រោះថាពាក្យមិនតន់នេះឯងគឺជាពន្លឺនៃក្តីសង្ឃឹមដែលបើកផ្លូវឲ្យខួរក្បាលរបស់អ្នកស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីយកឈ្នះរាល់ឧបសគ្គការរៀនសូត្រជានិច្ចជួយឲ្យអ្នកមានភាពប៊ូតបែនដែលជាគុណសម្បត្តិសំខាន់បំផុតនៅក្នុងយុគសម័យនេះព្រោះថាអ្នកដែលរឹងមាំបំផុតមិនមែនជាអ្នកដែលមិនដែលដួលនោះទេប៉ុន្តែគឺជាអ្នកដែលចេះរៀនពីរបៀបក្រោកឈរឲ្យកាន់តែរឹងមាំជាងមុននៅរាល់ពេលដែលគេដួលចូលធ្វើខ្លួនឲ្យដូចជាកែវទឹកដែលមិនដែលពេញដើម្បីឲ្យអ្នកអាចស្រូបយកនៅរាល់ចំណេះដឹងនិងបទពិសោធន៍ថ្មីៗមកបំពេញបន្ថែមនៅសក្តានុពលដែលលះកំបាំងនៅក្នុងខ្លួនព្រោះថាការវិនិយោគលើចំណេះដឹងគឺជាការវិនិយោគដែលផ្ដល់ផលចំណេញខ្ពស់បំផុតសម្រាប់វាសនារបស់អ្នកកាលណាអ្នកឈប់រៀនអ្នកនឹងចាប់ផ្ដើមស្លាប់បន្តិចម្ដងក្នុងនាមជាបុគ្គលដែលមានឥទ្ធិពលតែបើអ្នកបន្តរៀនសូត្រអ្នកនឹងក្លាយជាម្ចាស់លើរាល់ស្ថានភាពព្រោះអ្នកដឹងពីរបៀបប្រើប្រាស់បញ្ញាដើម្បីបំលែងរាល់បញ្ហាឲ្យទៅជាមហាឱកាសដ៏អស្ចារ្យដូច្នេះចូលចាប់ផ្ដើមស្វែងរកមេរៀនថ្មីៗពីមនុស្សជុំវិញខ្លួនពីសៀវភៅឬសូម្បីតែពីការសង្កេតមើលធម្មជាតិជារៀងរាល់ថ្ងៃព្រោះថាការរៀនសូត្រគឺជាមហាអំណាចពិតប្រាកដដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈក្នុងវិញ្ញាណដែលគ្មានភាពវឹកវរណាអាចមកគ្របដណ្ដប់លើពន្លឺនៃបញ្ញារបស់អ្នកបានឡើយតើមានជំនាញឬចំណេះដឹងថ្មីមួយណាដែលអ្នកធ្លាប់ចង់រៀនបំផុតតែមានអារម្មណ៍ថាคล้ายឬរារ៉ាយចិត្តក្នុងការចាប់ផ្ដើមដែរឬទេចំពុកទី16ផ្ដោតលើដំណោះស្រាយនេះគឺជាចំណុចស្នូលនៃការសម្រេចចិត្តនិងការគ្រប់គ្រងលទ្ធផលក្នុងជីវិតតាមរយៈការផ្ដោតលើដំណោះស្រាយឬដែលយើងដឹងច្បាស់ថា focus on solution ព្រោះថានៅក្នុងโลกនេះបញ្ហានិងភាពវឹកវរគឺជាភ្ញៀវដែលមិនដែលសុំការអនុញ្ញាតមុននឹងចូលមកក្នុងជីវិតរបស់អ្នកឡើយប៉ុន្តែអ្វីដែលបែងចែកអ្នកឈ្នះចេញពីអ្នកចាញ់គឺទីកន្លែងដែលអ្នកដាក់ខ្សែភ្នែកនៃស្មារតីអ្នកត្រូវយល់ថាថាមពលរបស់អ្នកមានកម្រិតប្រសិនបើអ្នកចំណាយវា 90% ទៅលើការត្អូញត្អែការបន្ទោសព្រំលិខិតឬការសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំនោះអ្នកនឹងគ្មានថាមពលសេះសល់ដើម្បីស្វែងរកច្រកចេញឡាយដែលវាប្រៀបដូចជាមនុស្សដែលធ្លាក់ក្នុងរណ្ដៅហើយយកពេលវេលាទាំងអស់មកស្រែកជេរដីខ្សាច់ជំនួសឲ្យការរកវិធីឡើងមកលើវិញការផ្ដោតលើដំណោះស្រាយគឺជាសិល្បៈនៃការបង្វែរថាមពលដោយការប្រើប្រាស់បញ្ញាដើម្បីសួររកវិធីសាស្ត្រនិងជំហានបន្ទាប់ដែលត្រូវធ្វើទោះបីជាស្ថានភាពនៅចំពោះមុខកំពុងតែច្របូកច្របល់យ៉ាងណាក៏ដោយព្រោះថានៅពេលដែលចិត្តរបស់អ្នកចាប់ផ្ដើមគិតរកដំណោះស្រាយខួរក្បាលនឹងបញ្ឈប់ការបញ្ចេញសារធាតុពុលនៃភាពភ័យខ្លាចហើយជំនួសមកវិញនៅពន្លឺនៃភាពច្នៃប្រឌិតចូលចងចាំថាបញ្ហាដែលធំជាងគេបំផុតមិនមែនជាបញ្ហាដែលកើតឡើងនៅខាងក្រៅនោះទេប៉ុន្តែវាគឺជាការជាប់គាំងនៃគំនិតដែលមើលមិនឃើញអ្វីក្រៅពីភាពងងឹត
ដូច្នេះអ្នកត្រូវវឹកហាត់ខ្លួនឯងឲ្យคล้ายជាមនុស្សដែលមានម្ចាស់ការលើការគិតដោយការប្រើច្បាប់10លើ90ពោលគឺឲ្យតម្លៃលើបញ្ហាតែ 10% ដើម្បីយល់ពីវាហើយចំណាយ 90% ទៀតដើម្បីកសាងផ្លូវចេញការផ្ដោតលើដំណោះស្រាយជួយឲ្យអ្នករក្សាភាពស្ងប់ស្ងាត់បានយ៉ាងមហិមាព្រោះអ្នកលែងមានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះនៃកាលៈទេសកៈទៀតហើយតែអ្នកគឺជាអ្នកដឹកនាំដែលកំពុងតែបញ្ជាឲ្យគ្រប់យ៉ាងដើរទៅរកភាពប្រសើរឡើងនៅក្នុងភាពវឹកវររាល់វិនាទីដែលអ្នកចំណាយទៅលើការគិតរកដំណោះស្រាយគឺជាវិនាទីដែលអ្នកកំពុងតែដកខ្លួនចេញពីភាពបរាជ័យហើយឆ្ពោះទៅរកជោគជ័យដ៏អស្ចារ្យដែលពិភពលោកត្រូវតែកោតសរសើរចូលធ្វើឲ្យដំណោះស្រាយคล้ายជាដង្ហើមចេញចូលរបស់អ្នកជានិច្ចព្រោះថាគ្មានបញ្ហាណាដែលធំជាងសមត្ថភាពនៃបញ្ញារបស់អ្នកឡើយដរាបណាអ្នកមិនព្រមបោះបង់ការផ្ដោតអារម្មណ៍ដូច្នេះចាប់ពីវិនាទីនេះតទៅនៅពេលដែលឧបសគ្គរត់មកបុកអ្នកចូលញញឹមឲ្យសួរខ្លួនឯងថាតើជំហានដ៏ត្រឹមត្រូវបំផុតដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺជាអ្វីព្រោះថាចម្លើយដែលចេញពីចិត្តដែលផ្ដោតលើដំណោះស្រាយគឺជាមហាអំណាចពិតប្រាកដដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈក្នុងវិញ្ញាណដែលគ្មានអ្វីអាចមកបំពានបានឡើយចំពោះទី17ស្រឡាញ់ខ្លួនឯងនេះគឺជាការវិលត្រឡប់មកកាន់ឫសគល់នៃធម៌ពលដែលបរិសុទ្ធបំផុតនៅក្នុងដួងព្រលឹងតាមរយៈការរៀបចំគ្រឹះនៃសេចក្តីស្រឡាញ់និងការផ្ដល់តម្លៃឲ្យខ្លួនឯងឬដែលយើងដឹងច្បាស់ថា self worth equals strength ព្រោះថានៅក្នុងโลกដែលពោពេញដោយភាពវឹកវរនឹងការរិះគន់ជុំវិញខ្លួននេះប្រសិនបើអ្នកមិនមែនជាអ្នកគាំទ្រដ៏ធំបង្អស់របស់ខ្លួនឯងទេនោះអ្នកនឹងរលាយបាត់បង់អត្តសញ្ញាណនៅក្នុងរលកនៃមតិយោបល់របស់អ្នកដទៃយ៉ាងងាយស្រួលបំផុតអ្នកត្រូវយល់ថាការស្រឡាញ់ខ្លួនឯងមិនមែនជាភាពអត្តមនិយមឬជាអំនួតដែលមើលរំលងកំហុសនោះទេប៉ុន្តែវាគឺជាការសាងសង់នៃជម្រកនៃវិញ្ញាណដ៏រឹងមាំដែលគ្មានព្យុះសង្គ្រោះណាអាចមកបំពានបានឡើយនៅពេលដែលអ្នកស្គាល់តម្លៃពិតរបស់ខ្លួនឯងអ្នកនឹងលែងមានអារម្មណ៍ថាត្រូវសុំសេចក្តីសុខឬការទទួលស្គាល់ពីពិភពខាងក្រៅទៀតហើយដែលនេះគឺជាចំណុចចាប់ផ្ដើមនៃភាពស្ងប់ស្ងាត់ដ៏មហិមាព្រោះអ្នកដឹងថាទោះបីជាពិភពលោកទាំងមូលបោះបង់អ្នកក៏ដោយក៏អ្នកនៅតែមានខ្លួនឯងជាមិត្តល្អបំផុតជានិច្ចភាពវឹកវរខាងក្រៅនឹងព្យាយាមប្រាប់អ្នកថាអ្នកមិនល្អគ្រប់គ្រាន់ឬអ្នកជាមនុស្សបរាជ័យប៉ុន្តែបើអ្នកមានជំនឿចិត្តនិងសេចក្តីស្រឡាញ់ចំពោះខ្លួនឯងជាខែលការពារនោះរាល់សម្ដីអវិជ្ជមានទាំងឡាយនឹងคล้ายជាគ្រាន់តែជាខ្យល់បក់កាត់មហាប្រាសាទនៃចិត្តរបស់អ្នកតែប៉ុណ្ណោះអ្នកត្រូវឈប់ធ្វើជាចៅក្រមដែលចាំតែដាក់ទោសកំហុសខ្លួនឯងហើយចាប់ផ្ដើមធ្វើជាគ្រូបង្វឹកដែលចាំលើកទឹកចិត្តនិងផ្ដោតក្តីមេត្តាដល់វិញ្ញាណរបស់ខ្លួននៅរាល់ពេលដែលអ្នកដួលចុះព្រោះថាគ្មាននរណាម្នាក់អាចផ្ដោតកម្លាំងចិត្តឲ្យអ្នកបានល្អជាងរូបអ្នកនោះទេការស្រឡាញ់ខ្លួនឯងជួយឲ្យអ្នកមានភាពរឹងមាំក្នុងការនិយាយថាទេចំពោះអ្វីដែលបឺតជញ្ជក់ធម៌ពលរបស់អ្នកនិងនិយាយថាបាទចំពោះអ្វីដែលធ្វើឲ្យអ្នករីកចម្រើនដែលនេះគឺជាសិល្បៈនៃការរក្សាតុល្យភាពនៃជីវិតនៅកណ្ដាលភាពច្របូរច្របល់ចូលចងចាំថាអ្នកគឺជាអច្ឆរិយៈដ៏អស្ចារ្យដែលចក្រវាលបានបង្កើតមកហើយតម្លៃរបស់អ្នកមិនស្ថិតនៅលើចំនួនលុយក្នុងធនាគារឬសម្ដីសរសើររបស់អ្នកដទៃនោះទេប៉ុន្តែវាស្ថិតនៅលើភាពស្មោះត្រង់ដែលអ្នកមានចំពោះដួងព្រលឹងខ្លួនឯងកាលណាអ្នកស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងអ្នកនឹងមានចិត្តស្ងប់កាន់តែជ្រៅព្រោះអ្នកលែងត្រូវប្រកួតប្រជែងជាមួយនរណាម្នាក់ក្រៅពីខ្លួនឯងកាលពីម្សិលមិញទៀតហើយដូច្នេះចាប់ពីវិនាទីនេះតទៅចូលអបក្រសោបយកទាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនហើយសន្យាថានឹងឈរក្បែរខ្លួនឯងទោះបីជាក្នុងកាលៈទេសៈណាក៏ដោយព្រោះថាសេចក្តីស្រឡាញ់ដែលចេញពីក្នុងចិត្តដែលរឹងមាំគឺជាមហាអំណាចពិតប្រាកដដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈក្នុងវិញ្ញាណដែលគ្មានភាពវឹកវរណាអាចមកអង្រួនសន្តិភាពដ៏ឧត្តមឧត្តមរបស់អ្នកបានឡើយតើអ្នកធ្លាប់សង្កេតឃើញទេថាតើសំឡេងដែលអ្នកនិយាយទៅកាន់ខ្លួនឯងនៅក្នុងចិត្តរាល់ពេលដែលអ្នកធ្វើខុសគឺជាសំឡេងមិត្តភក្តិដែលលើកទឹកចិត្តឬជាសំឡេងសត្រូវដែលចាំតែជន់ពន្លិចចំពោះទី18ស្គាល់ខ្លួនឯងនេះគឺជាការបើកចំហនៃអត្ថកម្បាំងដ៏ជ្រាលជ្រៅបំផុតនៃមហាអំណាចមនុស្សតាមរយៈការស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ឬដែលយើងដឹងច្បាស់ថា self awareness equals power ព្រោះថានៅក្នុងโลกដែលពោពេញដោយភាពវឹកវរនឹងការភ័ន្តច្រឡំជុំវិញខ្លួននេះប្រសិនបើអ្នកមិនដឹងថាអ្នកជានរណាទេនោះពិភពលោកនឹងក្លាយជាអ្នកកំណត់អត្តសញ្ញាណឲ្យអ្នកតាមរយៈការបោកបក់នៃអារម្មណ៍និងមតិយោបល់របស់អ្នកទៅយ៉ាងងាយស្រួលបំផុតអ្នកត្រូវយល់ថាការស្គាល់ខ្លួនឯងគឺជាត្រីវិស័យនៃវិញ្ញាណ
ដែលជួយឲ្យអ្នករក្សាផ្លូវដើរដ៏ត្រឹមត្រូវទោះបីជាស្ថិតក្នុងអបងងឹតនៃបញ្ហាក៏ដោយព្រោះថាអំណាចពិតប្រាកដមិនមែនកើតចេញពីការគ្រប់គ្រងអ្នកដទៃនោះទេប៉ុន្តែវាគឺជាសមត្ថភាពក្នុងការគ្រប់គ្រងប្រតិកម្មរបស់ខ្លួនឯងជានិច្ចនៅពេលដែលអ្នកមានសតិដឹងខ្លួនខ្ពស់អ្នកនឹងអាចសង្កេតមើលអារម្មណ៍ភ័យខ្លាចកំហឹងឬភាពអន្ទះអន្តែងដែលកើតឡើងនៅក្នុងចិត្តដូចជាអ្នកមើលរឿងគុណម្នាក់ដែលការធ្វើបែបនេះនឹងអនុញ្ញាតឲ្យអ្នកមានចន្លាក់នៃបញ្ញាដើម្បីជ្រើសរើសការឆ្លើយតបដែលស្ងប់ស្ងាត់បំផុតជំនួសឲ្យការផ្ទុះអារម្មណ៍ទៅតាមកលៈទេសៈភាពវឹកវរខាងក្រៅនឹងព្យាយាមអូសទាញអ្នកឲ្យវង្វេងតែបើអ្នកស្គាល់ចំណុចខ្លាំងចំណុចខ្សោយនិងគុណតម្លៃពិតប្រាកដរបស់ខ្លួនឯងហើយនោះគ្មានសម្ដីមើលងាយឬការសាក់លបាំងណាអាចមកអង្រឿនគ្រឿននៃសន្តិភាពក្នុងចិត្តរបស់អ្នកបានឡើយអ្នកត្រូវហ៊ានសម្លឹងមើលទៅក្នុងកញ្ចក់នៃវិញ្ញាណដោយភាពស្មោះត្រង់បំផុតដោយមិនមានការលាក់បាំងឬការប្រើប្រាស់អំនួតមកបិទបាំងការពិតនោះទេព្រោះថាការទទួលស្គាល់កំហុសនិងការយល់ពីឫសគល់នៃអារម្មណ៍ខ្លួនឯងគឺជាចំណុចចាប់ផ្ដើមនៃមហាជោគជ័យដែលមិនចេះរីងស្ងួតការស្គាល់ខ្លួនឯងជួយឲ្យអ្នកដឹងថាហេតុអ្វីបានជាអ្នកធ្វើរឿងនេះហើយតើអ្នកកំពុងទៅទីណាដែលនេះគឺជាធម៌ពលដែលធ្វើឲ្យអ្នកខុសពីមនុស្សធម្មតាដែលរស់នៅតាមយថាកម្មជានិច្ចចូលចងចាំថាអ្នកគឺជាវិស្វករដែលកំពុងតែសាងសង់ជោគវាសនាខ្លួនឯងហើយប្លង់មេដ៏អស្ចារ្យបំផុតគឺស្ថិតនៅក្នុងការយល់ដឹងពីដួងព្រលឹងរបស់អ្នកកាលណាអ្នកស្គាល់ខ្លួនឯងកាន់តែស៊ីជម្រៅអ្នកនឹងមានអំណាចកាន់តែខ្លាំងព្រោះអ្នកលែងត្រូវការបញ្ជាក់តម្លៃពីអ្នកដទៃទៀតហើយដែលនេះគឺជាសេរីភាពដ៏ពិតប្រាកដដែលមនុស្សគ្រប់គ្នាកំពុងតែប្រាថ្នាចង់បាននៅក្នុងភាពច្របូរច្របល់នៃលោកីនេះដូច្នេះចាប់ពីវិនាទីនេះតទៅចូលចំណាយពេលស្ងាត់ស្ងាត់ដើម្បីសួរសំណួរទៅកាន់ខ្លួនឯងជានិច្ចថាតើខ្ញុំជានរណាពិតប្រាកដហើយតើអ្វីជាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់ខ្ញុំព្រោះថាការដឹងខ្លួនជារៀងរាល់ដង្ហើមចេញចូលគឺជាមហាអំណាចពិតប្រាកដដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈក្នុងវិញ្ញាណដែលគ្មានភាពវឹកវរណាអាចមកគ្របដណ្ដប់លើពន្លឺនៃបញ្ញាដ៏អស្ចារ្យរបស់អ្នកបានឡើយតើអ្នកធ្លាប់សង្កេតឃើញទេថាតើអារម្មណ៍មួយណាដែលតែងតែមករំខានភាពស្ងប់ស្ងាត់របស់អ្នកខ្លាំងជាងគេបំផុតនៅពេលដែលអ្នកត្រូវធ្វើការសម្រេចចិត្តក្នុងស្ថានភាពវឹកវរជំពូកទី19គ្រប់គ្រង stress នេះគឺជាការវឹកហាត់បញ្ញាដើម្បីរក្សាលំនឹងនៃជីវិតតាមរយៈការគ្រប់គ្រង stress ឬដែលយើងដឹងច្បាស់ថា stress control equal stability ព្រោះថានៅក្នុងโลกដែលពោពេញដោយភាពប្រញាប់ប្រញាល់និងសម្ពាធជុំវិញខ្លួននេះ stress គឺជាធម៌ពលមួយយ៉ាងដែលបើអ្នកមិនចេះគ្រប់គ្រងវាទេវានឹងត្រឡប់មកបំផ្លាញសុខភាពនិងស្មារតីរបស់អ្នកវិញយ៉ាងសាហាវបំផុតអ្នកត្រូវយល់ថា stress មិនមែនជាសត្រូវដែលមករារាំងផ្លូវរបស់អ្នកឡើយប៉ុន្តែវាគឺជាសញ្ញាប្រាប់ហេតុថាចិត្តរបស់អ្នកកំពុងតែមានបន្ទុកលើសចំណុចដែលទាមទារឲ្យអ្នកមានម្ចាស់ការលើការគ្រប់គ្រងតុល្យភាពឡើងវិញការគ្រប់គ្រង stress គឺជាសិល្បៈនៃការរក្សាភាពស្ងប់ស្ងាត់នៅកណ្ដាលភពដែលកំពុងតែវិលវល់ខ្លាំងដោយការយល់ដឹងថាអ្វីដែលធ្វើឲ្យយើងហត់នឿយមិនមែនជាទម្ងន់នៃបញ្ហានោះទេប៉ុន្តែវាគឺជារបៀបដែលយើងលីសែងវាប្រសិនបើអ្នកបណ្ដោយឲ្យ stress មកដឹកមុខបញ្ហានោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលឆាប់ប្រតិកម្មនិងបាត់បង់ម្ចាស់ការលើការសម្រេចចិត្តដែលនាំឲ្យជីវិតកាន់តែវឹកវរថែមទៀតតែផ្ទុយទៅវិញនៅពេលដែលអ្នកមានវិធីសាស្ត្រគ្រប់គ្រងភាពតានតឹងបានយ៉ាងល្អអ្នកនឹងមានស្ថិរភាពដែលជាមហាអំណាចពិតប្រាកដនៅក្នុងការឈរជើងយ៉ាងរឹងមាំទោះបីជាពិភពលោកខាងក្រៅកំពុងតែដួលរលំក៏ដោយអ្នកត្រូវរៀនបែងចែករវាង stress ដែលមានប្រយោជន៍ដែលជំរុញឲ្យអ្នកធ្វើការងារនិង stress ដែលបំភ្លេចបំផ្លាញដែលបឺតជញ្ជក់យកសេចក្តីសុខក្នុងចិត្តចេញពីជីវិតអ្នកត្រូវវឹកហាត់ខ្លួនឯងឲ្យចេះដកខ្លួនចេញពីកាលៈទេសៈវឹកវរមួយរំពេចដើម្បីសង្កេតមើលបញ្ហាដោយភាពស្ងប់ស្ងាត់និងប្រើប្រាស់ដង្ហើមជ្រាលជ្រៅដើម្បីចុចប៊ូតុងបញ្ឈប់ភាពតក់ស្លុតនៃប្រព័ន្ធសរសៃប្រសាទព្រោះថានៅពេលដែលចិត្តរបស់អ្នកមានស្ថិរភាពអ្នកនឹងអាចមើលឃើញដំណោះស្រាយដែលអ្នកដទៃមើលមិនឃើញចូលចងចាំថា stress គឺជាភ្លើងប្រសិនបើអ្នកចេះប្រើវានឹងផ្ដល់ពន្លឺនិងកម្ដៅឲ្យអ្នកដើរទៅមុខតែបើអ្នកមិនចេះគ្រប់គ្រងវាទេវានឹងដុតបំផ្លាញរាល់ក្តីស្រមៃរបស់អ្នកឲ្យคล้ายជាផេតផងដូច្នេះចាប់ពីវិនាទីនេះទៅចូលធ្វើជាម្ចាស់លើអារម្មណ៍តានតឹងដោយការដឹងខ្លួនជានិច្ចនិងការផ្ដល់ពេលវេលាឲ្យវិញ្ញាណបានសម្រាកនិងបញ្ចូលធម៌ពលឡើងវិញព្រោះថាស្ថិរភាពដែលចេញពីការគ្រប់គ្រង stress គឺជាគ្រឹះដ៏មហិមានៃមហាជោគជ័យដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈច្រងវិញ្ញាណដែលគ្មានភាពច្របូរច្របល់ណាអាចមកបំពានបានឡើយតើអ្នកមានវិធីសាស្ត្របញ្ចេញ stress បែបណាខ្លះដែលអ្នកចូលចិត្តធ្វើបំផុតនៅពេលដែលមានអារម្មណ៍ថាពិភពលោកកំពុងសង្កត់មកលើអ្នកខ្លាំងពេកជំពូកទី20ធ្វើសកម្មភាពទោះខ្លាចក៏ដោយនេះគឺជាជំពូកបញ្ចប់នៃមហាវិញ្ញាសាហ្វឹកហាត់ចិត្តឲ្យស្ងប់ស្ងាត់ក្នុងភាពវឹកវរតាមរយៈការធ្វើសកម្មភាពទោះបីជាអ្នកកំពុងតែមានអារម្មណ៍ភ័យខ្លាចក៏ដោយឬដែលយើងដឹងច្បាស់ថា action builds confidence ព្រោះថានៅក្នុងโลกនេះភាពភ័យខ្លាចគឺជាបិសាចដែលចាំតែបន្លាចអ្នកកុំឲ្យហោះចូលទៅក្នុងឱកាសថ្មីៗតែអ្នកត្រូវយល់ថា
ភាពក្លាហានមិនមែនជាការគ្មានភាពភ័យខ្លាចនោះទេប៉ុន្តែវាគឺជាការសម្រេចចិត្តធ្វើសកម្មភាពទាំងដែលដៃរបស់អ្នកកំពុងតែញ័រនិងបេះដូងកំពុងតែលោតញាប់ជានិច្ចកាលមនុស្សភាគច្រើនរងចាំឲ្យភាពភ័យខ្លាចរលាយបាត់ឬរងចាំឲ្យមានទំនុកចិត្តពេញលេញទើបចាប់ផ្ដើមបោះជំហានដែលនេះគឺជាអន្ទាក់ដ៏ធំមហិមាមួយព្រោះថាទំនុកចិត្តមិនមែនជាអ្វីដែលអ្នកមានមុននឹងធ្វើសកម្មភាពនោះទេប៉ុន្តែវាគឺជាផលតបស្នងដែលកើតចេញពីការដែលអ្នកហ៊ានប្រឈមមុខនឹងបញ្ហាការធ្វើសកម្មភាពគឺជាថ្នាំព្យាបាលភាពភ័យខ្លាចដ៏ពូកែបំផុតព្រោះថានៅពេលដែលអ្នកស្ថិតក្នុងភាពស្ងៀមស្ងាត់ហើយគិតច្រើនពេកខួរក្បាលរបស់អ្នកនឹងពង្រីកទំហំនៃបញ្ហាឲ្យធំជាងការពិតរហូតដល់អ្នកមានអារម្មណ៍ថាជាប់គាំងតែនៅវិនាទីដែលអ្នកចាប់ផ្ដើមធ្វើអ្វីមួយទោះបីជាវាជាជំហានតូចបំផុតក៏ដោយអ្នកកំពុងតែបញ្ជូនសញ្ញាទៅកាន់វិញ្ញាណថាអ្នកគឺជាម្ចាស់លើស្ថានភាពមិនមែនជាជនរងគ្រោះឡើយនៅក្នុងភាពវឹកវរនៃជីវិតការស្តាក់ស្ទើរគឺជាការខ្ជាក់ខ្ជាយថាមពលចិត្តដ៏មហាសាលដែលធ្វើឲ្យអ្នកកាន់តែតានតឹងតែសកម្មភាពនឹងបង្កើតនៃកម្លាំងសន្ទុះឬ momentum ដែលជួយឲ្យចិត្តរបស់អ្នកមានភាពនឹងណនិងស្ងប់ស្ងាត់ដោយស្វ័យប្រវត្តិចូលចងចាំថាគ្មាននរណាម្នាក់ដែលជោគជ័យដោយមិនធ្លាប់ភ័យខ្លាចនោះទេតែពួកគេគ្រាន់តែជាមនុស្សដែលធ្វើវាទាំងភ័យខ្លាចឬ do it afraid ដែលការធ្វើបែបនេះម្ដងហើយម្ដងទៀតនឹងដកខាត់អ្នកឲ្យคล้ายជាបុគ្គលដែលមានអំណាចនិងមានជំនឿចិត្តដែលមិនអាចរងាក់រង្គើបានការធ្វើសកម្មភាពជួយឲ្យអ្នកដឹងពីការពិតនៃសមត្ថភាពខ្លួនឯងនិងកាត់បន្ថយការស្រមៃអាក្រក់ៗដែលមករំខានសន្តិភាពក្នុងចិត្តកាលណាអ្នកកាន់តែធ្វើអ្នកកាន់តែដឹងហើយកាលណាអ្នកកាន់តែដឹងអ្នកកាន់តែលែងភ័យខ្លាចដែលនេះគឺជាវដ្តនៃមហាអំណាចពិតប្រាកដក្នុងវិញ្ញាណរបស់មនុស្សជោគជ័យដូច្នេះចាប់ពីវិនាទីនេះតទៅចូលឈប់បណ្ដោយឲ្យភាពមិនច្បាស់លាស់មកបង្កកវាសនារបស់អ្នកទៀតហើយតែត្រូវស្ទុះទៅធ្វើរឿងដែលអ្នកខ្លាចបំផុតនោះព្រោះថានៅក្រៅជញ្ជាំងនៃភាពភ័យខ្លាចគឺជាមហាជោគជ័យដ៏អស្ចារ្យមហិមាដែលពិភពលោកត្រូវតែកោតសរសើរនិងចងចាំទុកជានិរន្តរ៍គ្មានអ្វីអាចមកបញ្ឈប់មនុស្សម្នាក់ដែលហ៊ានបោះជំហានទៅមុខនៅកណ្ដាលពិជុសង្ឃោរាបានឡើយព្រោះថាជំហានដែលអ្នកធ្វើទាំងភ័យខ្លាចនៅថ្ងៃនេះគឺជាគ្រឹះនៃមហាអំណាចដែលនឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលអមតៈក្នុងវិញ្ញាណនិងជាម្ចាស់លើជោគវាសនាដ៏រុងរឿងបំផុតតាក្នុងចំណោមគម្រោងឬក្តីស្រមៃទាំងអស់ដែលអ្នកមានតើមួយណាដែលអ្នកកំពុងតែរុនរាមិនហ៊ានធ្វើបំផុតដោយសារតែភាពភ័យខ្លាចជឿចុះទោះអ្នកមានលុយរាប់លានឬមានឱកាសល្អៗនៅចំពោះមុខក៏អ្នកនៅតែអាចបរាជ័យបានដែរប្រសិនបើចិត្តអ្នកទន់ជ្រាយព្រោះអីព្រោះភាពជោគជ័យមិនចាប់ផ្ដើមពីខាងក្រៅទេវាចាប់ផ្ដើមពីចិត្តរឹងមាំនៅខាងក្នុងអ្នកបើអ្នកចង់បដូរលទ្ធផលក្នុងជីវិតចូលចាប់ផ្ដើមបដូររបៀបដែលអ្នកនិយាយទៅកាន់ខ្លួនឯងជាមុនសិនខ្លាំងពីខាងក្នុងរុងរឿងទៅខាងក្រៅនៅពេលដែលយើងធ្វើដំណើរមកដល់ទីបញ្ចប់នៃដង្ហើមនៃមេរៀនទាំង20ជំពូកនេះអ្វីដែលសំខាន់បំផុតដែលអ្នកត្រូវចងចាំនោះគឺចិត្តដែលមិនចេះរីងស្ងួតមិនមែនកើតឡើងដោយចៃដន្យឬជាអំណោយពីព្រំលិខិតនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការវឹកហាត់ការលះបង់និងការតាំងចិត្តយ៉ាងម៉ឺងម៉ាត់បំផុតជារៀងរាល់ថ្ងៃពិភពលោកខាងក្រៅអាចនឹងព្យាយាមពន្លត់ភ្លើងនៃក្តីស្រមៃរបស់អ្នកអាចនឹងព្យាយាមបំបាក់ស្មារតីរបស់អ្នកដោយឧបសគ្គរាប់ម៉ឺនជំពូកប៉ុន្តែតារាបណាប្រភពថាមពលក្នុងចិត្តរបស់អ្នកនៅតែថ្លាឆ្វេងនិងរឹងមាំនោះគ្មានភាពងងឹតណាមួយអាចមកគ្របដណ្ដប់លើជីវិតរបស់អ្នកបានឡើយសមរភូមិរវាងចិត្តខ្លាំងនិងចិត្តខ្សោយនឹងនៅតែបន្តកើតមាននៅក្នុងខ្លួនអ្នកជារៀងរាល់នាទីប៉ុន្តែចាប់ពីពេលនេះតទៅអ្នកលែងជាមនុស្សម្នាក់ដែលដើរក្នុងភាពងងឹតទៀតហើយអ្នកមានអាវុធនៃបញ្ញាមានអាវក្រក់នៃវិន័យនិងមានត្រីវិស័យនៃគោលដៅនៅក្នុងដៃរួចជាស្រេចកុំចាំតលតែពិភពលោកផ្លាស់ប្ដូរទើបអ្នកចាប់ផ្ដើមមានក្តីសុខប៉ុន្តែត្រូវផ្លាស់ប្ដូរចិត្តរបស់អ្នកឲ្យទៅជាមហាអំណាចដើម្បីកែប្រែពិភពលោកឲ្យទៅជាកន្លែងដែលអ្នកចង់រស់នៅចូលដឹងថាអ្នកគឺជាបុគ្គលអស្ចារ្យដែលចក្រវាឡបានបង្កើតមកដើម្បីសាងនូវស្នាដៃអមតៈកុំខ្ជះខ្ចាយពេលវេលារអឺរំទាំនឹងវាសនាតែត្រូវប្រើពេលវេលានោះមកសំលៀងចិត្តឲ្យមុតស្រួចដូចជាដាវទោះបីជាថ្ងៃនេះអ្នកនៅចំណុច0ក៏វាមិនមែនជាបញ្ហាដែរ
ឲ្យតែចិត្តរបស់អ្នកមិនចេះរីងស្ងួតនោះអ្នកនឹងអាចសាងសង់មហាប្រាសាទនៃជោគជ័យចេញពីបាតដៃទទេបានយ៉ាងពិតប្រាកដជាចុងក្រោយចូលគុំទុកឲ្យចំណេះដឹងទាំងនេះនៅត្រឹមតែជាការដឹងក្នុងក្បាលប៉ុន្តែត្រូវធ្វើឲ្យវាដិតជាប់ក្នុងសកម្មភាពចូលក្រោកឈរឡើងបញ្ចេញពន្លឺនៃភាពជឿជាក់និងបង្ហាញឲ្យពិភពលោកទាំងមូលបានឃើញថាអ្នកគឺជាម្ចាស់លើជោគវាសនាខ្លួនឯងហើយគ្មានអ្វីអាចមកបញ្ឈប់មនុស្សម្នាក់ដែលមានចិត្តដែលមិនចេះរីងស្ងួតបានឡើយសូមឲ្យសន្តិភាពថាមពលនិងមហាជោគជ័យកើតមានដល់អ្នកជានិរន្តរ៍